ប្រជុំរឿងព្រេងនិទានខ្មែរសូមជូនរឿងមាលាដួងចិត្តប្រឡំលោកថ្មីដែលខ្ញុំសូមយកមកស្នើជាគ្រឿងកម្សាន្តសម្រាប់មិត្តអ្នកអានក្នុងពេលនេះជារឿងគម្រប់ទី4របស់ខ្ញុំដូចមុនដែរសៀវភៅនេះបានតែងចាប់ក្នុងពេលឧត្តមគតិមិនទាន់ត្រូវបានទម្លុះទម្លាយជាណាពេកទេដោយបញ្ហាជីវិតពលគឺរវាង20ឆ្នាំមកហើយក្រដាស់សំណើដើមប្រែសម្បុរឡើងលឿងពណ៌ស្ករត្នោតហើយផុយរបេះដុំព្រោះជារាភាពហេតុធំដែលនាំឲ្យខ្ញុំស្ទាក់ស្ទើរយឺតយ៉ាវផ្សាយដំលេះមកពីបារម្ភក្រែងអ្នកផងលើកតួបុគ្គលខ្លះក្នុងរឿងទៅប្រដូចឬចោទថាជាផ្នែកជីវភាពរបស់មនុស្សស្រីណាមួយឬយល់ថាជាការរិះគន់ចំពោះអ្នកមុខអ្នកការណាមួយទៅវិញក្នុងចំណុចនេះពិសោធន៍នៃរឿងផ្កាស្រពោនបានផ្ដល់ឧទាហរណ៍ស្រាប់មកហើយព្រោះមានអ្នកអានច្រើនអ្នកបានយល់ច្រឡំហើយលើកប្រដូចតួបុគ្គលនានាក្នុងរឿងនោះទៅលើជនដែលមានជីវិតរស់នៅមែនទែនដើម្បីជៀសវាងមន្ទិលសង្ស័យយ៉ាងនេះខ្ញុំបានយល់ថាក៏បីទុកពេលវេលាកន្លងហួសទៅហើយឲ្យបានវែងឆ្ងាយបន្តិចសិនក្នុងបំណងសន្សាបការប្រដូចឬអត្ថាធិប្បាយផ្សេងដែលនឹងកើតមានឡើងដូច្នេះខ្ញុំសូមបញ្ជាក់ផ្ទួនជាថ្មីថាសៀវភៅនេះពុំមែនជាប្រវត្តិរបស់ជនរូបណាមួយឡើយទោះមានឋានៈក្នុងសង្គមខ្ពស់ឬទាបយ៉ាងណាក៏ដោយថ្មីបើនៅខាងភាគខាងចុងមានព្រឹត្តិការណ៍ប្រវត្តិសាស្ត្រចូលមកជាផ្ទាំងដំបាយនៃរឿងលើកអាស្រ័យហេតុនេះប្រសិនបើអ្នកអានសង្កេតឃើញឬយល់ថាមានកន្លែងណាមកដូចជាការពិតខ្លះសូមសន្និដ្ឋានថាចាត់ជាដំណើរចៃដន្យទៅវិញផងចុះប្រឡំលោកមាលាដួងចិត្តនេះនិទានចាប់ផ្ដើមក្នុងឆ្នាំ1939គឺនៅពេលសង្គ្រាមលោកលើកទី2ចាប់ឈួលឆេះឡើងហើយមកចប់នៅចុងឆ្នាំ1946គឺនៅពេលបាត់ដំបងនិងដែនដីយើងទាំងប៉ុន្មានដែលបាត់បង់ទៅនោះបានត្រឡប់មកវិញមកចូលរួមក្នុងសហគមន៍ជាតិវិញអ្នកនិពន្ធមានបំណងឲ្យសៀវភៅនេះមានគុណភាពជាកញ្ចក់ឬជាផ្ទាំងគំនូររូបភាពសម្រាប់គំនិតនិងឧត្តមគតិរបស់យុវជនខ្មែរក្នុងសម័យនោះមានហេតុមួយទៀតដែលនាំឲ្យខ្ញុំប្រឌិតរឿងមាលាដួងចិត្តនេះអ្នកអានយ៉ាងក្រាស់ក្រែលមាននារីជាភាគច្រើនបានបន្ទោសខ្ញុំថាចិត្តអាក្រក់ណាស់ដោយបណ្ដោយឲ្យនាងវិធាវីក្នុងរឿងផ្កាស្រពោនស្លាប់បាត់បង់ជីវិតទាំងក្មេងខ្ចីហើយស្លូតត្រង់ផងខ្ញុំសរសេររឿងថ្មីនេះក្នុងបំណងចង់លុបលាងនៅការរិះគន់បែបនេះទៀតតើសម្រេចដោយប្រាថ្នាមែនឬយ៉ាងណាសូមមិត្តទាំងឡាយមេត្តាវិនិច្ឆ័យផងចុះសរុបសេចក្តីទៅសៀវភៅរឿងនេះដែលបរិបូរណ៍ដោយយុវភាពហើយដែលពិពណ៌នាអំពីគំនិតនិងឧត្តមគតិនៃយុវជនក្នុងកំឡុងឆ្នាំ1939ដល់ឆ្នាំ1946សូមយុវជនយើងចំនួនក្រោយទុកជាសក្ខីភាពមួយនាសម័យកាលនោះផងវិទ្យាល័យគ្រិស្តសករាជ1939ដូចជាការពិបាកគិតដែរមិនដឹងជាត្រូវចាប់និយាយពីត្រឹមណារឿងនេះព្រោះមានរាងនិងភាពដូចពពកមានពណ៌ចម្រុះដូចឥន្ធនូហើយមានមាឌនិងកម្ពស់កំពរពន្យសាក្នុងដួងចិត្តយុវជនអាយុ20ឆ្នាំអារម្មណ៍ដ៏អស្ចារ្យនេះជួនណាបោកបក់ជាព្យុះជួនណាផាយផាត់ជាខ្យល់ជំនោរទុកនឹងសេចក្តីសង្ឃឹមតែងផ្លាស់វេនគ្នាក្នុងសតិមួយដែលមានគំនិតវែងឆ្ងាយតែស្រួយដោយពពុះសាប៊ូដែលអណ្ដែតមួយសន្ទុះអំឡដោយចពន់រស័យចាងឆ្លោះទៅលើឆ្នេរសមុទ្រដែលបរិបូរណ៍ដោយក្លិនក្រអូបឈួលដែលវិចិត្រដោយកូនខ្ទមជ្រកក្រោមដើមដូងល្វត់ល្វីមានកម្រងវល្លិផ្ការំស្រោបដូចហត្ថានាងនាដកាវាយោហើពីផ្ទៃសាគរមកយល់ដួងធម្មជាតិឲ្យមានចលនាទន់ភ្លន់រួចហើយក៏តាំងដឹកនាំទៅឆ្ងាយនៅពីដោឈ្ងុយឈ្ងប់ទេសភាពដ៏ត្រកាលនេះមាននីតិអង្រឹងសម្រាប់យល់រំសាយទុកនៃយុវជនដែលស្រវឹងដោយឃ្លោងដោយកាបថ្លាដោយចរណៃហើយស្អាតដោយពន្លឺព្រះច័ន្ទពេញបរមីកវីនិពន្ធដែលមានពាក្យពីរោះហាក់ដូចជាកើតពីកសលទេពដែលត្រាំនៅក្នុងទុកព្រួយហើយរមែងក្តោបស្រោបនៅវិការភាពនៃជីវិតបរិបូរណ៍ទៅដោយការប្រយុទ្ធការដណ្ដើមស្ទើរស៊ីសាច់គ្នាអាត្មាចារ្យាប្រលឹងរិចរិលអាចរត់ចូលជ្រកបានក្នុងសាសនា
ប៉ុន្តែអាត្មាក្មេងយុវចិន្តានឹងរកកំពុងផែចូលសម្រាកបានតែក្នុងកាមារម្មណ៍ប៉ុណ្ណោះគិតសពទៅសេចក្តីស្នេហាជាសាសនាមួយបែបដែលសម្រាប់យុវជនព្រោះរមែងមានសទ្ធាមានជំនឿមានសេចក្តីទៅវិញទៅមកតែសាសនានេះចាស់បែរជាមិនយល់ដោយភ្លេចសូនឈឹងជាកាលពីដើមមកខ្លួនធ្លាប់ក្មេងដូចគ្នាដែលតើហេតុដូច្នេះហើយបានជាចាស់ទាំងនោះតែងកាន់គំនិតរឹងត្អឹងកាន់លទ្ធិសម្បូរអញ្ញាសិទ្ធចំពោះលំពងត្រួយខ្ចីនៃមនុស្សជាតិគួរយើងគិតថាផ្កាក្រូចពោធិ៍សាត់មានក្លិនក្រអូបជាងផ្លែវាដែលទុំលឿងផូរយ៉ាងនេះហើយបានជាយុវជនអាចក្រេបឲ្យជារសជីវភាពបានជាជាងមនុស្សរសៀលដែលជាហេតុនាំឲ្យមាណពនិងមាណវីមានទីតាំងចិត្តជាងក្នុងគោលបំណងព្រះកាមទេពគំនិតពិពណ៌នាខាងលើនេះជាយោបល់របស់ក្មេងដែលរៀននៅវិទ្យាល័យស៊ីសុវត្ថិក្នុងសម័យមុនកើតសង្គ្រាមលោកលើកទី2យុវជនទាំងនោះយល់ដោយខុសហើយដោយអយុត្តិធម៌ខ្លះផងក៏ពុំដឹងថាចាស់សង្កត់សង្កិនប្រលឹងនឹងចិន្តារបស់ខ្លួនហើយថែមទាំងបំពល់សេចក្តីត្រេកអរត្រអាលទៀតផងគិតខុសក៏ដោយត្រូវក៏ដោយក្មេងៗបើយល់យ៉ាងណាហើយតែងជួយចិត្តធ្វើឲ្យគំនិតនោះបានសម្រេចបានពិតប្រាកដដោយសកម្មក្រៃលែងដើម្បីងាយយល់នៅមនោសញ្ចេតនាផ្សេងដែលរមែងកញ្ជ្រោកបោកបក់អាត្មាយុវជននោះទើបសូមនាំរឿងនេះមកនិទានដូចតទៅនេះថ្ងៃអាទិត្យអរុណចាប់លាបពណ៌ក្រហមទុំទៅលើជើងមេឃខាងកើតក្នុងសយដ្ឋានមួយនៃវិទ្យាល័យស៊ីសុវត្ថិដែលសេចក្តីស្ងប់ស្ងាត់គ្របដណ្ដប់នៅឡើយព្រោះមិនទាន់ដល់ម៉ោងសំឡេងខ្សឹបខ្សៅចាប់លឺខ្សៀវពីត្រង់នេះបន្តិចត្រង់នោះបន្តិចមាន់រងាវបង្អស់បែបបត់វែងអន្លាយក្នុងពន្លឺស្រាងនៃក្រហមខ្សែសំគមដែលទាញរទេះដឹកបន្លែមួយអន្លើនិងស្បែកជើងឈើចិនកន្តាំងបាននាំគ្នាវាយផ្ទៃថ្នល់ចាក់ជ័រលឺសូផ្លឹបផ្លាប់លឺក្រោកក្រាកកងទ័ពក្អែកចេញពីទ្រនំដើមអំពិលខ្វក់កេកាលាន់រំពងហើយឆ្ពោះទៅទិសខាងលិចដែលមានពំនូកពពកធំដេកត្រមួកត្រាំក្នុងកំជិលច្រអូសនៅឡើយមួយសន្ទុះក្រោយមកស្គរអ្នកយាមទ្វាររោកំរើករំជួយអាកាសពណ៌ខៀវនៃព្រឹកប្រហៀមហើយសូរសាប់ហូកញ្ជ្រៀវក៏ផ្ទុះឡើងដូចចិនអុចផៅសែនអ្នកខ្លះចាប់ប្រយុទ្ធនិងសង្កែកដែលយកស្បែកជើងឈើវាយបំពាចបច្ចាមិត្តដែលបានស្រូបយកឈាមពីយប់ទៅលើក្តារក្រែឬសូផោងផាំងក្នុងសម័យនោះមិនទាន់ស្គាល់ច្បាស់នៅឡើយទេនៅការប្រើម្សៅដេទេសម្រាប់សម្លាប់សត្វល្អិតអ្នកខ្លះទៀតប្រជុំគ្នាសាប់បាល់ឡុងឬភិតហើយមួយពួកផ្សេងដទៃក្រមាមួយវាន់នៅចង្កេះនាំគ្នាប្រមូលខោអាវយកទៅបោកនៅក្បាលម៉ាស៊ីនទឹកក្រោយសូត្រហឹងអឹងអាប់បានដាស់ទីឃាវុធភ្ញាក់ពីដំណេកក្រោកឡើងប្រមូលក្រសោបជើងមុងពាក់ទៅលើដំបូលរួចហើយក៏តាំងអង្គុយសញ្ជប់សញ្ជឹងនៅលើគ្រែដោយមានមុខស្ងួតស្ងប់ក្មេងកំឡោះនេះនឹកគួចដល់នារីដែលកាលពីល្ងាចមិញវិទ្យុបាននាំមកនៅសំឡេងថ្លាដូចកែវទឹកនៅជិតសយនដ្ឋានអ្នកម្ចាស់ផ្ទះមួយបានបើកវិទ្យុស្ដាប់ចម្រៀងសិល្បៈករណីសៀមពីរោះទុនល្វើយគឺសំឡេងនេះហើយដែលមកប្រឡោមបំពេទីឃាវុធដែលស្រេកឃ្លាននៅកាមារម្មណ៍ស្ដាប់ពុំបានច្បាស់នៅទំនុកច្រៀងទេតែសាច់ពីរោះដែលមានផ្នត់ទូលាយល្វឹងល្វើយបានគួចប្រលឹងឲ្យអណ្ដែតអណ្ដូងក្នុងរមណីយដ្ឋានមួយនាវិមានសួគ៌លីសៀវភៅដាក់លើទ្រូងទៀនដាក់លើក្បាលដំណេកឆេះចោលទៅទេអ្នកកំឡោះតាំងបង្ហើគំនិតទៅទីឆ្ងាយមនោរម្យថាក្នុងសភាពយ៉ាងនេះចិន្តាតាំងនឹកគួចពីចម្ងាយនៅសោភ័ណភាពនៃសិល្បៈករណីម្លេះសំនាងមានមុខមូលពេញមានភ្នែកខ្មៅថ្លាយងដែលមានរោមត្របកវែងទន្ទាំចាំការពារមានសក់ខ្មៅរលើបទម្លាក់រលកអង្កាញ់មកលើស្មាពណ៌សណ្ដែកបាយហើយជារនាំងសម្រាប់កញ្ចឹងកកម្រើកចុះឡើងដោយសំសួនធ្វើឲ្យក្បាលរេរាគួរឲ្យគយគុណបីដូចដើមស្នោយូលផ្កាលឿងឆ្អិនក្នុងក្រសាខ្យល់ជំនោម្លេះសំនាងមានបបោមាត់ពណ៌ផ្កាឈូកដែលបិទបើកហើយដើម្បីបង្ហាញឲ្យឃើញធ្មេញសថ្លាដូចផ្កាម្លិះលាម្លេះសំនៅលើទ្រូងអាវប្រែសាច់ម៉ត់ខៃ
កាត់ដេរយ៉ាងប្រណិតទុកឲ្យស្មានៅរាងប៉ោងក្បំលើអរ៉ានាងពាក់បន្តោងពេជ្រដែលដេញរស្មីភ្លើងភ្លឺពន្រាយទីឃាវុធស្ដាប់សំឡេងច្រៀងក្នុងរាត្រីហើយស្រមៃឃើញជាក់ច្បាស់ដូចទល់មុខគ្នានៅរូបឆោមនារីដែលមានសម្ដីពីរោះក្រអៅសិស្សលីសេមិនដែលគិតដល់ម្ដងណាសោះថារមណីយវត្ថុនេះអាចចេញបានពីរូបរាងមួយដែលធម្មជាតិពុំមានសប្បុរសធម៌តុបតែងយ៉ាងនោះទេអ្នកណាចង់ភ្នាល់ក៏ទីឃាវុធហ៊ានភ្នាល់ដែរសំឡេងបរិសុទ្ធឥតមន្ទិលឥតស្រាំឥតឆាយ៉ាងនេះប្រកាសជាពុំមែនចេញពីអង្គខ្លួនក្រញញក្រញងបានឡើយកំពុងតែយល់សពទាំងភ្នែកបើកយ៉ាងនេះស្រាប់តែវត្ថុឈប់ស្ងាត់ឈឹងអន្តែងក្រហាយក្រហល់ក្រៃលែងទីឃាវុធបិទសៀវភៅគណិតដែលខ្លួនមានបំណងបញ្ចប់មេរៀនមួយហើយចាប់កម្រងកវីនិពន្ធមកអានវិញនេះកំឡោះបើកក្រេបជញ្ជក់ម្ដងទៀតនៅសាច់កាបលើសូលរបស់ Alfred de Musset មួយសន្ទុះក្រោយមកលុះបានផ្លុំពន្លត់ទៀនស្រេចហើយសេចក្តីលងលក់ក៏ស្រុកគំនិតចិន្តាចៅមេនប់ទៅក្នុងសាកលសុបិនយល់សមប៉ុន្តែនៅព្រឹកថ្ងៃអាទិត្យកម្លាំងដែលភ្ជាប់អង្គុយទីឃាវុធយ៉ាងយូរទៅលើគ្រែគឺវិការដ្ឋានដែលវិញ្ញាណប្រដេះស្ឡើងក្នុងពេលដែលដេកលក់ថ្វីបើដឹងថាជាការភូតកុហកថ្វីបើជាសេចក្តីសង្ឃឹមคล้ายដែលភ្លឺប្រងព្រានតែមួយផ្លែតដោយភ្លេចបន្ទោលតែកំឡោះយើងនៅតែសញ្ជឹងគិតទៅរកដោយសប្បាយផងឈឺអួលផ្សាផងជាប្រក្រតីសុបិននិមិត្តជាដំណរនៃប្រកាសនិយមយល់សពនោះបានបន្លប់ទីឃាវុធថាមានរថយន្តដំបូលផ្លិតដែលមាននារីទីត្រួយចិត្តជាអ្នកបឯខ្លួនអ្នកកំឡោះឯងអង្គុយណែបណិតក្រេបឲ្យជារសសុភមង្គលល្អរកនិយាយពុំបានរថយន្តបង្វិលខ្លួនធូរខ្សៀកលើថ្នល់ចាក់ជ័រដែលមានកគីខ្ពស់ត្រឆៃដុះអមហែសងខាងលុះដល់ទីថ្នល់ខ្វែងប្រទាក់គ្នាឡានបត់តម្រង់ទៅរកថ្នាំដែលព្រះអាទិត្យពេលល្ងាចកំពុងយកមាសស្រាប់លើកំពូលខ្យល់ក្រអូបដោយក្លិនរុក្ខជាតិបានស្ទុះមកប្រឡែងលេងជាមួយសក់នារីលលោកមួយគូផ្អើលនឹងឡានស្ទុះហើរយ៉ាងលឿនដោយទទះស្លាបញាប់ខ្មាញ់ទីឃាវុធក៏យកដៃទៅបបោះអង្អែលស្មានៃឆោមស្និតរថយន្តឈប់គៀកនឹងជើងភ្នំដ៏មានថ្មធំដែលភ្លៀងនឹងធាតុអាកាសបានឆ្លាក់ជារូបសត្វរស់នៅក្នុងសម័យពពកប្រវត្តិសាស្ត្រគូសង្សារទំនើបអង្គុយលើថ្មដាជាមួយផ្ទាំងនៅចំពីមុខបឹងទឹកថ្លាដែលក្នុងទីនោះព្រះសូរិយាកំពុងទាយពន្លត់នៅកាំរស្មីរបស់ខ្លួនម្ដងមួយប្របកផ្កាប្រលិតដែលរីករហង់នៅញាប់ញ័រព្រឺព្រួចព្រោះសុភីវាតបកមកថ្នាក់ថ្នមកូនត្រីរស់ល្អិតពណ៌ក្រហមរងាលនៅហែលចន្លោះដើមស្នោដែលកំពុងយល់បង្អួតគ្នានៅចង្កោមផ្កាពណ៌លឿងឆ្អៅនិងត្រកួនផ្កាពណ៌ស្វាយដែលកំពុងបកដៃរកគ្នារវាមរនាលស្លាពណ៌ជម្ពូខំរំពៃរកឆ្មក់មច្ឆាជាតិនៅជុំវិញមាត់បឹងបីជាអាហារបង្ហើយមុនពេលវិលរកត្រនំមួយសន្ទុះក្រោយមកបាក់សៃជើងវែងស្ទុះហើរទាំងគូឆ្ពោះទៅទិសខាងលិចឯអាកាសដ៏ធ្លាក់ត្រជាក់ស្រឹកទិនតកល្អថ្លារលាយសូនសល់តែម្លប់ក្រអូបឈួលទីឃាវុធខ្សឹបកាបនេះរបស់កវីបារាំងម្នាក់ដែលខ្លួនពេញចិត្តហើយស្ងាយក្រៃលែងវងច្រឹងចេញពីគុហាភ្នំយកស្លាបល្អិតជ្រាយវាយអាកាសប្រផេះនៃរាត្រីកាលតែមានសត្វនេះមួយហើយឆាបមកចិត្តនាងពេកនាងយុវតីតក់ស្លុតកិច្ចរកចម្រោកពួនភ័យនាដើមទ្រូងនៃនាយកំឡោះមកដល់ត្រឹមនេះសុបិនក៏អន្តរធានបាត់ទៅទុកឲ្យទីឃាវុធអល់ឯកព្រោះសុភមង្គលស្រពេចស្រពិលនេះនាំឲ្យរសាប់រសល់ខ្វល់ចិន្តាពុនប្រមាណទីឃាវុធជាសិស្សឧស្សាហ៍មានប្រាជ្ញាឆ្លៀវវៃនៅថ្នាក់ទី2នៃមធ្យមសិក្សាអ្នកកំឡោះចូលចិត្តរៀនជីវភាសាណាស់ហើយតែងតែបានលេខបានទីល្អក្នុងវិជ្ជាភាសាអង់គ្លេសបារាំងនិងខ្មែរមួយទៀតដោយបានជាវវចនានុក្រមបារាំងសៀម1ក្បាលមកទុកមាននប់ក៏ខំសិក្សាភាសាចិត្តខាងនោះទៀតក្នុងឱកាសទំនេរហេតុនេះហើយបានខំព្យាយាមតតែអានសៀវភៅថៃបានខ្លះថ្វីបើនៅរឹងមាត់និយាយពុំសូវច្បាស់ព្រោះដាក់ខ្យល់ខ្ពស់ទាបមិនត្រូវប៉ុន្តែសិស្សនេះមិនសូវចូលចិត្តវិទ្យាសាស្ត្រទេក្នុងពេលរៀនរូបសាស្ត្រឬគណិតសាស្ត្រប្រឡឹងតែងអណ្ដែតអណ្ដូងទៅឆ្ងាយមួយទៀតពាក្យពេចន៍ដែលទីឃាវុធនិយាយច្រើនដូចក្នុងសៀវពេក
បានជាសាស្ត្រាចារ្យខាងវិទ្យាសាស្ត្រតែស្ដីបន្ទោសជាញឹកញាប់ថាខ្វះសេចក្តីជាក់លាក់ទោះជាយ៉ាងនេះក៏ដោយអ្នកកំឡោះខំព្យាយាមណាស់ហើយចាត់របៀបប្រើពេលយ៉ាងទៀងទាត់ថ្មីបើទើបតែចាប់រៀនអង់គ្លេសតែអាចនិយាយភាសានេះបានខ្លះហើយអានទស្សនាវដ្តីអាមេរិកាំងឬប្រឡោមលបអង់គ្លេសក្នុងការប៉ូលីឬផ្សងព្រេងបានធូរបង្គួរជាធម្មតាក្មេងនេះអានទាំងអស់មិនថាអ្វីជាអ្វីទេចេះតែចង់ដឹងចង់យល់ជានិច្ចបើគេនិយាយអំពីនយោបាយក្តីរឿងកុនក្តីអក្សរសាស្ត្រក្តីទីឃាវុធចេះជូនយោបល់ចេះអធិប្បាយដោយពិរោះហើយអ្នកផងចូលចិត្តស្ដាប់ណាស់ដោយឃើញថាជាក្មេងមានគំនិតជ្រៅមានចិត្តទន់ពួកម៉ាក់ទាំងឡាយតែស្មោះស្ម័គ្ររាប់រកដោយមានសមានចិត្តប្រសិនបើទៅពើបលើមជ្ឈដ្ឋានមួយថ្មីទីឃាវុធសម្លឹងហើយស្ដាប់មួយសន្ទុះក៏ថ្លឹងឆ្វេងយល់ភ្លាមថាពពួកជននោះមានប្រាជ្ញាត្រឹមនេះជម្រៅត្រឹមនេះតមកក៏តាំងលៃសម្ដីប្រមាណពាក្យឲ្យបានសមល្មមតែអ្នកទាំងនោះរីករាយចង់ស្ដាប់ទោះនៅចំពោះមុខមនុស្សមានកិរិយាយ៉ាងណាក៏ដោយអ្នកកំឡោះចេះរកពាក្យមកថ្លែងកំសាន្តលេងបានពុំខានឡើយទាំងនេះត្បិតមានបំណងតែមួយគឺមិនចង់ឲ្យអ្នកផងឈឺចាប់ឬថ្នាក់ថ្នល់ក្នុងចិត្តដោយសារខ្លួនព្រោះខ្លួនសោះឡើយទីឃាវុធជាអ្នករហ័សខឹងបន្តិចប៉ុន្តែចេះទប់មាត់ទប់ក៏បានមិនឲ្យខ្លាយទៅជាច្រឡោតទៅដល់ស្រែកឡូឡានោះទេបើឃើញមិត្តណាចេះស្រាកស្រួលនឹងខ្លួនចៅមាណពយើងមានចិត្តរីករាយនឹងគុណគេពុំភ្លេចឡើយតែបើគេធ្វើប្រងើយកន្តើយឬរំលោភត្រង់ណាចិត្តអ្នកកំឡោះក៏ថ្នាក់ថ្នល់ខ្នន់ខ្នាញ់មិនងាយនឹងរលាយបានឡើយក្នុងពេលរៀបចំមុខកិច្ចការសិក្សាទីឃាវុធខំផ្ចិតផ្ចង់មិនឲ្យពួកម៉ាក់កើតរំខានដល់ខ្លួនសោះចំណែកខ្លួនវិញក៏មិនអត់ឱនឲ្យអ្នកណាដែលធ្វើឲ្យមានអំពើបានឡើយទីឃាវុធចូលចិត្តកវីនិពន្ធបារាំងណាស់តែមិនស្រឡាញ់ពួកបុរាណលើពួកទំនើបទេឲ្យតែជារបស់ទុនត្រជាក់បរិបូរណ៍ដោយមនោសញ្ចេតនាចុះមុខជារាប់អានពុំខានឡើយសិស្សនេះតែងសេចក្តីបានយ៉ាងធូរបើកាលណាត្រូវនិយាយពីដួងចិត្តពីមនោសញ្ចេតនាប៉ុន្តែសាច់និពន្ធប្រែជារដិបរដិបទៅវិញក្នុងពេលដែលនិយាយអំពីការអ្វីដែលមានក្រិតក្រឹតក្នុងវិសមកាលអ្នកកំឡោះតែងសរសេរសម្បត្តិជាច្រើនច្បាប់សេចក្តីទន់ភ្លន់ទៅរកមិត្តសម្លាញ់ប្រសិនបើអ្នកនោះឯងឆ្លោះឆ្លួយពុំបានតបវិញទេមកតែទីឃាវុធរកសេចក្តីឈឺចាប់ក្រៃលែងមួយទៀតចៅមាណពនេះចេះលើកកំណាព្យស្រងេះស្រងោចបរិបូរណ៍ដោយសេចក្តីស្នេហាចំពោះគុណជាតិនេះអ្នកកំឡោះបានក្រេបសោភ័ណភាពតែដោយសិភៅប្រឡំលោកនិងដោយភាពយន្តប៉ុណ្ណោះទីឃាវុធតែងអានដោយចាប់ចិត្តនៅរឿងនានាដូចជាទ្វារចង្អៀតនិងព្រៃនិទានរបស់វូដាខែមិនថាទេបើអ្នកនិពន្ធមិនសូវប្រសពតែងពាក្យគ្រាន់តែចេះធ្វើឲ្យតាក់ចិត្តចោះមុខជារាប់អានពុំខានឡើយឃើញកំឡោះនេះអានញាប់ណាស់រហ័សណាស់ជួនកាលជក់រឿងពេកក៏បញ្ចប់សិភៅក្រាស់បង្គាតែក្នុងមួយយប់រាប់រសៀលថ្ងៃអាទិត្យទីឃាវុធតែងចេញពីសាលាដើម្បីទៅរកមើលគុណក្នុងពេលនោះអ្នកកំឡោះតែងផ្ទៀងឃ្លាំឆាកណាដែលប្រកបដោយសេចក្តីស្នេហាយ៉ាងត្រកាលដូចជាគូសង្សារទាំងពីរជិះទូកលេងក្នុងបឹងឬលំហែដោយរថយន្តដែលបកកាត់ទេសភាពយ៉ាងចាប់ចិត្តញញឹមដែលរីកពព្រាយលើបបោមាត់ស្រស់មួយតែងធ្វើឲ្យចៅមាណពសប្បាយជាងវិការភាពអ្វីឯទៀតទាំងអស់លុះវិលមកដំណេកវិញរូបសិល្បៈនារីទាំងឡាយដែលខ្លួនបានឃើញស្រមោលពីថ្ងៃក៏ផុសអណ្ដែតឡើងជាថ្មីក្នុងសេចក្តីស្រមៃមួយដែលមានវងរស្មីស្រោបពត់ពន្លឺភ្លឺចិញ្ចាចកញ្ញាមានរូបឆោមឡោមពណ៌ដូចទេពអប្សរដែលបានបញ្ចេញកាយវិការល្វត់ល្វន់ក្នុងទេសភាពល្អឆាតឆាយដោយសួគ៌លីអនុស្សាវរីយ៍ស្នេហ៍ទាំងនេះតែងមកស្ថិតនៅពីពេញក្នុងសេចក្តីនឹករលឹករបស់យុវជនដែលធ្វើឲ្យដួងចិត្តគេលិចលង់ទៅក្នុងពីដោកាមអារម្មណ៍ដែលរសាត់មកពីឆ្ងាយជួនកាលពេលដើរលំហែបាននាំនាយកំឡោះឲ្យប្រទះឃើញមួយផ្លែតនៅរៀងឃ្លាវខ្លំនៃនារីមួយនាក់រូបស្រពេចស្រពិលនេះបណ្ដាលឲ្យមាណពយើងភ័ន្តផាំងស្មារតីជំហានបោះដើរទៅមុខដោយស្វ័យប្រវត្តិថ្ងៃមួយកំពុងដើរតាមវិថីផ្សារស្រាប់តែមានអារម្មណ៍ថាមានក្រសែភ្នែកសម្លឹងខ្លួនទីឃាវុធងើយមើលឡើងទៅលើឃើញនារីចិនម្នាក់សក់សឹងមឹងសាច់ដៃត្រលុកត្រលន់លើមាត់បង្អួចហើយបង្ហើញញញឹមទៅទិសមួយដែលទីឃាវុធស្មានថាត្រង់មកខ្លួន
គ្រាន់តែប៉ុណ្ណោះក៏ប្រលឹងអណ្ដែតអណ្ដូងស្វែងទៅរកការយល់សប្តិជើងលែងជាប់ដីទៅហើយម្យ៉ាងវិញទៀតទីឃាវុធមិនចូលចិត្តឬសម្ដីបន្ថោកបន្ទាបឬបង្អាប់អំពីស្ត្រីភេទទេតែងកាន់ជើងអត្ថិភាពជានិច្ចទោះបីខុសក៏ដោយត្រូវក៏ដោយកំឡោះមានយោបល់ថាគួរតែផ្ដាច់នារីខ្មែរឲ្យផុតស្រឡះពីប្រពៃណីប្រសិនបើឃើញស្រីណាមួយប្រព្រឹត្តឆ្គងនិងកន្លងអរិយាបថទីឃាវុធតែងថ្នាក់ថ្នល់ក្នុងចិត្តដែរប៉ុន្តែមួយសន្ទុះក្រោយមកក៏រកលេះបានមកលើកទោសឲ្យជានិច្ចនៅព្រឹកថ្ងៃអាទិត្យនេះលុះបានត្រាត្រែងសញ្ជប់សញ្ជឹងក្នុងគំនិតឥតប្រកបនៅយំយ៉ាងនេះអស់វេលាវៃមកទីឃាវុធក៏ចូលទៅលុបមុខសិតសក់រៀបចំខ្លួនយ៉ាងស្រស់បោះចេញពីភាពរាយមាយកាលណាអ្នកកំឡោះក៏ក្លាយជាអ្នកសើចសប្បាយលេងក្អាកក្អាយក្នុងចំណោមពួកម៉ាក់ជាច្រើនលោកឃើញចៅមីនុបនិយាយឆ្កាដៃឆ្កាជើងដោយគ្រាឥឡូវនេះអ្នកផងដែលពុំស្គាល់ពីមុនមកមុខតែមិនអាចស្មានបានទេថាកាលពីកន្លះម៉ោងមុនគេជាមនុស្សរវើរវាយក្នុងឱកាសរៀបចំមុខរៀនទីឃាវុធខំផ្ចិតផ្ចង់មិនឲ្យលៀងទេនៅលើមេឃថ្កូវចិត្តបន្ទប់រៀនក្រលីងក្រឡងស្រវឹងដោយពន្លឺថ្ងៃនិងសន្តិភាពរបស់ធម្មជាតិច្រៀងតគ្នាពំដាច់មាត់ដែលជាហេតុនាំឲ្យចៅមេនុបគួចនឹកក្រួចទៅភូមិកំណើតដែលជាភូមិតូចមួយតាំងនៅកណ្ដាលវាលស្រែចម្ងាយជាង10គីឡូម៉ែត្រពីក្រុងបាត់ដំបងតាមថ្នល់ទៅមង្គលបុរីមួយសន្ទុះទីឃាវុធនឹកដល់រលកសន្ទូងនិងពង្រោះដែលអង្កាញ់ប្រដេញគ្នាតាមក្រោមរស្មីភ្លឺថ្លានៃព្រះសូរិយាឬដល់ដងអូក្បាលស្រែដែលខ្លួនធ្លាប់នាំគ្នាទប់ទឹកបាច់ចាប់ត្រីកំឡោះគិតឃើញដោយរីករាយថានៅមិនប៉ុន្មានថ្ងៃទៀតទេនឹងដល់វិសមកាលឈប់ចូលឆ្នាំចិនហើយអាយ៉ាខ្លួននឹងបានឱកាសទៅលេងភូមិកំណើតហើយតើរសៀលថ្ងៃនោះទីឃាវុធស្លៀកពាក់ស្អាតបាតហើយចេញពីសាលាដើរទៅជាមួយមិត្តភ័ក្តិតាមវិថីមហារាជធានីបន្តិចក្រោយមកក៏នាំគ្នាចូលញ៉ាំទឹកក្រូចនៅភោជនីយដ្ឋានកុងសានទម្រាំរោងកុន DN បើកទ្វារនិងទិញសម្បុត្រចូលមើលពួកយុវជនបដូរយោបល់គ្នាដោយធៀបផ្ទឹមការប៉ិនប្រសប់អ្នកដើរតួកុនស្រីប្រុសហើយសើចធូរស្រួលសប្បាយទីឃាវុធជូនឧទាហរណ៍ដោយធ្វើត្រាប់អ្នកដើរតួបារាំងម្នាក់យ៉ាងក្រមាច់ក្រមើមនាំឲ្យសំណើចផ្ទុះប្រៅទទួលឡើងមិនប៉ុន្មាននាទីក្រោយមកកណ្ដឹងអគ្គិសនីរោងដីអិនរោរន្តាន់ឯទ្វារខាងមុខក៏បើកញែកជាពីរផ្នែករួចចូលគៀនទីឃាវុធក្រោកឡើងស្មើនឹងគេដែរក៏ឧទាននៅតែមួយអាទិត្យទៀតទេយើងដល់ពេលចូលឆ្នាំចិនហើយមកត្រង់នេះអ្នកនិពន្ធសូមបើកពងក្រចកមួយដើម្បីសូមឲ្យអ្នកអានអភ័យទោសដោយបានថ្លែងរៀបរាប់វិញបន្តិចអំពីបរិយាកាសនៅវិទ្យាល័យស៊ីសវត្តក្នុងឆ្នាំ1939ហើយអំពីកិរិយាទឹកចិត្តអ្នកកំឡោះទីឃាវុធប៉ុន្តែអ្នកនិពន្ធយល់ថាជាការចាំបាច់ណាស់ដើម្បីងាយយល់រឿងដែលហូរល្អិលតាមនីតិនៃជីវិតលើកមកពណ៌នាក្នុងគ្រានេះយល់សប្តិគង់คล้ายជាការពិតមួយដងមួយកាលដែរកាលពីយប់មានភ្លៀងមួយមេធំភ្លៀងធ្លាក់ក្នុងរដូវនេះជាក៏ចម្លែកដែរមិនសូវមានទេទឹកល្អក់ខ្វល់កាត់ក្នុងជង្ហុកនិងក្រឡុកវិថីក្រុងបាត់ដំបងនៅពេលទៀបភ្លឺទីឃាវុធទុំបណ្ដើរលើរមាក់ដែលដឹកវ៉ាលីខ្លួនមួយផងបានសម្ដៅឆ្ពោះទៅស្ថានីយ៍រថភ្លើងដើម្បីធ្វើដំណើរត្រឡប់ទៅភ្នំពេញវិញក្រោយដែលបានមកលំហែចិត្តនិងកំសាន្តជាមួយគ្រួសារនាភូមិអូតាគីក្នុងកំឡុងពេលឈប់បុណ្យចូលឆ្នាំចិនរួចអ្នកកំឡោះក៏បានមកស្នាក់អាស្រ័យនៅផ្ទះបងប្អូនក្នុងក្រុងមួយយប់ដើម្បីក្រោកមកជិះរថភ្លើងឲ្យទាន់ពេលព្រោះត្រូវចេញដំណើរពីប្រហៀមស្រាងយានតូចបានបត់កាច់ចូលតាមថ្នល់ត្រង់ទៅស្ថានីយ៍ផ្លូវនេះមានទឹកដក់តាមក្រឡុកច្រើនអនេកព្រោះខ្វះការជួសជុលជាយូរយារណាស់មកហើយផ្ទៃថ្នល់ជាភក់ល្អិតដូចបាយម៉ានស្រាប់តែមានរថយន្តមួយបរយ៉ាងលឿនជិះហួសទៅដោយបាច់ទឹកកខ្វក់មកលើអ្នកដែលវារកើមអ្នករមាក់ក៏តាំងជេរប្រតិចឯទីឃាវុធបានសម្លឹងមើលលេខឡានហើយស្គាល់ជាក់ជារបស់អ្នកសៅរាប់
ស្ត្រីនេះជាប្រពន្ធមួយនាក់ក្នុងចំណោមប្រពន្ធច្រើនអ្នករបស់ពញាកទាធរអតីតទេសាភិបាលបាត់ដំបងក្នុងអាណាចក្រសៀមក្រោយមកក្នុងគ្រាដែនដីភ័ណ្ឌប្រែបាត់ដំបងត្រូវបានរួបរวมក្នុងអាណាចក្រខ្មែរវិញអ្នកសៅរាប់ក៏រត់ភៀសខ្លួនជាមួយចង្កោមប្រពន្ធឯទៀតដើម្បីទៅតាមស៊ីបុនលោកម្ចាស់ជាស្វាមីឯប្រទេសសៀមទៀតដោយបានរួមវាសនាចែកហ៊ុនគ្នាជាមួយស្ត្រីឯទៀតផងអ្នកសៅរាប់ក៏ទទួលបានកូនស្រីមួយកូនប្រុសមួយពីពញាកទាធរមួយលើនឹងទ្រព្យសម្បត្តិជាមរតកយ៉ាងក្រាស់ក្រែលឥឡូវនេះអ្នកសៅរាប់រំលាសខ្លួនត្រឡប់ចូលមកដែនកំណើតវិញហើយសង់ផ្ទះថ្មមួយស្កឹមស្កៃកំណាចនៅភូមិលៀបអ្នកសៅរាប់ក្តីបុត្រីគាត់ក្តីដែលអ្នកបាត់ដំបងហៅដោយគោរពថាខុននោះតែងបញ្ចេញបង្អួតឲ្យអ្នកផងកោតថាខ្លួនជាអ្នកមានទ្រព្យសម្បត្តិស្រុកស្ដំជាអ្នកសម្បូរខ្ពស់ហើយជាអ្នកធ្លាប់នៅទីក្រុងធំនៅក្នុងផ្ទះគាត់ដែលតុបតែងដោយវត្ថុច្រើនស្កេះស្កះឥតសមសួនសោះគឺមានប្រើសុទ្ធតែរបស់ថ្លៃឲ្យគេស្កប់ស្កែងដូចជាផ្តិលមាសប្រអប់ស្លាមមាសជាដើមថ្មីបើគាត់មានអាយុ50ប្លាយទៅហើយគាត់នៅតែស្លៀកខៀនពណ៌ស្រស់មុខទទះម្សៅរទុះជើងគាត់ពាក់ស្បែកជើងភ្នោខ្មៅចុងស្រួចហើយងើឡើងទៅលើហើយគាត់ដើរកែក្រៃខ្នងបន្ទេមកក្រោយបន្តិចផ្នែកសម្លឹងទៅឆ្ងាយមានរឹកខ្ពស់ក្រអឺតក្រទមបែបចង់សម្ដែងឲ្យឃើញថាដីនេះទីនេះកាលពីដើមមិញជារបស់ប្តីអញគឺនៅជារបស់ខ្លួនអញខ្លះដែរចំណែកឯកូនប្រុសគាត់ជើងខោព្រែកខ្មៅធំប៉ុនការ៉ុងអំបិលហើយពាក់អាវប្រែពន្លូនតាផ្លាកធំពណ៌ខៀវក្រហមថ្ងៃឡើងគិតតែពីបើកឡានដើរជុលត្រីក្រឹមឬជុលមាន់ហើយយប់ឡើងដើរចែកចង់ស្រីជាមួយដៃគូត្បាតអាយពី3នាក់រីឯខុនស្រីវិញអស់ចាស់ហើយតែងតែប្រភពតែម្ដងជិះកង់ជិះម៉ូតូតែងខ្លួនភោភារកគ្មានពីរទេក្នុងខេត្តបាត់ដំបងខុនឯលិចខុនឯកើតអ្នកដល់ស្ទឹងសង្កែភាំងស្មារតីដោយមិនដែលឃើញសោះនៅសេចក្តីហឺហាចម្លែកដល់ម្លេះឡើយត្បិតសម័យនេះពុំដែលមានស្ត្រីមានពូជអម្បូរណាហ៊ានជិះតូចក្រយានឡើយទីឃាវុតសម្លឹងមើលរថយន្តអ្នកមានថ្មីដែលបោះផុតទៅហើយកយគុណដោយខ្នន់ខ្នាញ់នៅអាវកំភ្លេរបស់ខ្លួនដែលប្រឡាក់ទឹកភក់ស្រមកស្ថានីយ៍ក្នុងពេលនោះពេកកកប្រព្រឹត្តដោយអ្នកដំណើរនិងអីវ៉ាន់មនុស្សទាំងអស់នោះស្លៀកពាក់តាមតែបានមិនសូវស្អាតពេកទេនៅលេងឡំពពាក់ពពូនជាមួយត្រីស្រស់ជាត្រីងៀតកញ្ឆេត្រីឆ្អើបាច់បន្លែនិងពពួកជ្រូកដែលកិច្ចចងជើងទាំង4គូគ្នាហើយជះក្លិនដូចជាពំសើធំស្រួលប៉ុន្មានឡើយក្នុងចំណោមនីកនិងវត្ថុដែលកោះកុញរកជ្រៀតជើងពុំចុះនោះសម្លៀកបំពាក់បែបអឺរ៉ុប4-10មកលេងឡំផងបង្កើតនៅបរិយាកាសមួយប្លែកភ្នែកហើយឥតប្រកបនិយមទីឃាវុតក្រឡេកឃើញពួកម៉ាក់ក៏ញញឹមទៅរកមិត្តភ័ក្តិពី3នាក់ស្ទុះមកចាប់សួរសុកតុកដោយរីករាយហើយនិយាយចំអកអំពីខោអាវទីឃាវុតដែលប្រឡាក់ស្រមោញក្នុងពេលដើរតម្រង់ទៅរកបញ្ចោលក់សម្បត្តិនាយកលួសក៏ប្រទះផ្លូវគ្នានឹងបុរសម្នាក់ពាក់គេពីរសឈានជើងចេញពីទីនោះមកទីឃាវុតសង្កេតស្គាល់ភ្លាមថាជាអ្នកបើកឡានរបស់អ្នកសៃរ៉ាប់ហើយក៏ចោលភ្នែកតាមទៅបុរសរឹកពៀក្រអឺតក្រទមដោយអាងចវាយខ្លួនជាអ្នកមានពើងដើមទ្រូងហើយដើរឆ្ពោះទៅរកឡានដែលចតអាបចិញ្ចាំថ្នល់ខាងជើងដល់ហើយក៏ហុចសម្បត្តិជិះរថភ្លើងទៅឲ្យស្ត្រី3នាក់ឃើញស្រមោលស្ទង់អង្គុយក្នុងយានអ្នកបម្រើនេះស្ទុះទៅបើកក្លុបឡានខាងក្រោយបញ្ចេញវ៉ាលីពីធ្ងន់ដើរយួរនាំផ្លូវស្ត្រីទាំង3នាក់គឺយុវតីក្រមុំម្នាក់និងស្ត្រីកណ្ដាលមនុស្ស2នាក់ដែលយួរប្រអប់ស្បែកម្នាក់មួយទីឃាវុតភ្ញាក់ខ្លួនព្រឺតខ្លួនស្មានថាអ្នកសារ៉ាប់នាំកូនចៅគាត់មកណាទៅណាឥឡូវមិនមែនសោះតើជនមិនស្គាល់ឈ្មោះទាំងនោះមកពីទីណាបានជាជិះឡាននេះមកឡើងរថយន្តភ្លើងសេចក្តីចង់ដឹងយ៉ាងនេះបាននាំឲ្យទីឃាវុតប្រញាប់ប្រញាល់ទៅទិញសម្បត្តិនឹងគេដោយភ្នែករំពៃមើលម្ដងទៅលើស្ត្រីចម្លែកទាំង3នាក់តែក្នុងកន្ទុយភ្នែកនាយកំឡោះសង្កត់ទៅលើមាននាវីច្រើនជាង
យីនារីនេះប្រកបដោយសោភ័ណភាពឥតងាយរកមកផ្ទឹមបានទេហើយស្លៀកពាក់តែងខ្លួនក៏រមិលមើលមិនទាស់ភ្នែកសោះមើលចុះអាយុមិនលើស18ឆ្នាំទេភ័ក្រផូរផង់សាច់ម៉ត់រាងមូលត្រវែងបន្តិចតែប្រកបដោយគំនូរយ៉ាងសុក្រិតសក់រលាស់អង្កាញ់ទូលាយហើយសិតរៀបយ៉ាងឆើតរង្វាស់មាត់តូចដែលមានបបោទទឹមសែនបណ្ដែតញញឹមបង្ហាញនៅធ្មេញសល្អិតស្មើឥតខ្ចោះអាវបើកពណ៌ផ្កាឈូកដែលមានកញ្ចុំដូចចង្កោមផ្កាមកជួយរំលេចលម្អហើយសាកើតស៊ីនួនខ្ចីសំយ៉ុងពាក់កណ្ដាលស្មងបង្ហាញនៅកំភួនរាវស្រឡូនដែលមានភាគចុងបញ្ចប់បង្កប់ទៅក្នុងស្បែកជើងពណ៌ក្រមៅខាត់រលោងស្រិលក្នុងសេចក្តីយល់សប្តិក្នុងការរវើរវាយទាំងភ្នែកស្រស់របស់ខ្លួនទីឃាវុធតែងតែបែងចែកលំអនារីជា3ប្រភេទទីតីពីគ្នាប្រភេទទី1បានដល់ពពួកយុវតីដែលប្រកបដោយសោភ័ណភាពខូខើហៅថាបបួលឲ្យស្ទុះទៅចាប់ក្រញីឬលេបដូចចំណីព្រោះបរិបូរដោយសម្ផស្សដែលដេញដែលទាញសម្រាប់យ៉ាងខ្លាំងនារីប្រភេទនេះតាមយោបល់ចៅមីនប់យើងមិនសូវចេះតែងខ្លួនទេច្រើនស្លៀកពាក់ពណ៌ឆើតលិចធ្លោពាក់ម៉ាស់ពេជ្រស្កេស្កាហើយមានកាយវិការឆ្ងាយពីសេចក្តីស្រគត់ស្រគំទៀតផងបើលម្អខូខើជាបាតុកម្មខាងក្រៅជាលម្អទី2តែមានគុណភាពកប់ជ្រៅនៅខាងក្នុងវិញគឺលម្អដែលបញ្ចេញឲ្យឃើញឲ្យសរសើរឲ្យស្ងើចបន្តិចម្ដងនៅទឹកចិត្តដំចិន្តាថ្លាម៉ត់ហ្មងទាន់ត្រជាក់សរុបសេចក្តីទៅស្ត្រីដែលប្រកបដោយសោភ័ណភាពបែបនេះទំនៀមទម្លាប់យើងតែងតែហៅថាល្អគុណតែទីឃាវុធដែលមានគំនិតចាក់ស្រេះបន្តិចតែងចាត់ថាជាលម្អដែលទាញនៅសមានចិត្តនិងសេចក្តីគោរពដោយមនោសញ្ចេតនាដែលអ្នកផងតែងមានចំពោះស្ត្រីសោភ័ណភាពទី3របស់ទីឃាវុធតែងតែប្រគល់ដល់នារីមានកិរិយាទន់ភ្លន់មានគុណភាពស្រួលស្ដើងនាំឲ្យចិត្តបុរសចង់ជួយយកអាសាឬស្ទុះចេញការពារតទល់នឹងសត្រូវទោះបីសត្រូវនោះមានរូបឬឥតមានរូបក៏ដោយគឺលម្អនេះហើយដែលតែងតែអង្រួនបេះដូងកវីបញ្ចេញជាពាក្យនៅគ្រប់ភាសាទីឃាវុធត្រេះរិះទទួលស្គាល់ថាសោភ័ណភាពទាំង3ប្រភេទនេះឥតមានព្រំដែនឬជញ្ជាំងមកកាន់បែងចែកឲ្យច្បាស់លាស់ទេដូចជាចិត្តអញ្ចឹងដែរមនោសញ្ចេតនាតែងវិវត្តវិលពីទី1ទៅទី1ទៀតដូច្នោះស្ត្រីដែលប្រកបដោយលម្អដែលអារម្មណ៍ដំបូងពន្យុះឲ្យញក់ញីនោះអាចคล้ายជាក្នុងកលៈទេសៈថ្មីចម្លែកជាគុណភាពបណ្ដាលឲ្យថ្នាក់ថ្នមទៅវិញតែទោះជាយ៉ាងណាក៏ដោយទីឃាវុធចាត់នាងក្រមុំមិនទាន់ស្គាល់ឈ្មោះក្នុងប្រភេទទី3ស្រេចទៅហើយអ្នកដំណើរស្ត្រីទាំង3ដើរតាមតែកង់ឡានចូលទៅក្នុងបន្ទប់ថ្នាក់លេខ3លុះបានរៀបដាក់វ៉ាលីលើធ្នើស្រួលបួលហើយជននោះក៏សំពះលាស្ត្រីនោះដោយនិយាយភាសាថៃពី3ម៉ាត់នៅតែ15នាទីទៀតរថភ្លើងចេញហើយតាមធម្មតាថ្នាក់លេខ3ពុំសូវមានអ្នកជិះទេតែថ្ងៃនេះពេញដោយសិស្សលីសេកក៏ស្រទាប់យុវជនយើងដែលគោរពច្បាប់សុជីវធម៌ហើយកាន់សេចក្តីគួរសមយ៉ាងប្រពៃសួរទ្រាំទៅប្រជាជាតិក្នុងសង្កាត់ឯទៀតទាំងអស់ហើយបើសេះសល់ខ្លះក៏សុកចិត្តឈរតាមរបៀងទុកឲ្យស្ត្រីបរទេសទាំងនោះអង្គុយសង្កាត់តែមួយដោយផាសុកភាពទីឃាវុធដែលឡើងមកក្រោយគេរកកន្លែងអង្គុយឬអង្គុយពុំបានក៏ដាច់ចិត្តចូលទៅរកជើងម៉ាក្នុងសង្កាត់ស្ត្រីទាំងនោះដែរអ្នកកំឡោះចូលមកដោយស្ទាក់ស្ទើរហើយអៀនខ្មាស់ក្រៃលែងព្រោះខោអាវប្រឡាក់ភក់យ៉ាងនេះតែធ្វើដូចម្ដេចបើជិះពំរួចទៅហើយគង់មានអ្នកអានខ្លះឆ្ងល់ថាតើហេតុដូចម្ដេចនារីដែលពីហណៈជាអ្នកសម្បូរដោយភោគទ្រព្យមកទិញសម្បត្តិថ្នាក់លេខ3ម្ដេចក៏ពុំជ្រើសរើសយកថ្នាក់លេខ2ឬលេខ1វិញដែលប្រកបដោយផាសុកភាពជាងត្រង់នេះយើងគួរយល់ថាសប្ដងសប្កាលបន្ទប់លេខ1និងលេខ2តែមានអ្នករាជការបារាំងឬនាយទាហានបារាំងគេជិះទៅមកពុំដែលសល់ថ្ងៃទេធម្មតាជនជាតិអាស៊ីក្នុងសម័យនោះពុំសូវចង់នៅលេឡំនឹងពួកច្រមុះកោងប៉ុន្មានឡើយអ្នកដំណើរមិនស្គាល់ឈ្មោះនេះសុទ្ធតែស្ត្រីទៀតផងតែងមានសេចក្តីធុញទ្រាន់មិនចង់នៅចិត្តប្រុសអឺរ៉ុបពេកទេមួយទៀតតាមចំណាំរៀងមកថ្នាក់លេខ3ដែលមានរថមួយដាក់ពិសេសតែឯនោះមិនសូវសម្បូរអ្នកជិះប៉ុន្មានទេព្រោះគេជាច្រើនតែនាំគ្នាទៅកក់កុញនៅយានថ្នាក់លេខ4ជាមួយនឹងជាត្រី
កញ្ជើបន្លែត្បិតក្នុងសម័យនោះឋានៈជីវិតនៅទាបខ្សោយណាស់នៅឡើយឥឡូវមកចំពប់លើថ្ងៃដែលថ្នាក់លេខ3ពេញណែនយ៉ាងនេះរថភ្លើងទាញកញ្ចែវែងហើយត្អើកពី3ខឹកទៅលូនចេញដំណើរទៅមុខនាងកញ្ញាអើតាមបង្អួចមើលទេសភាពវាលស្រែដែលដេកលក់នៅឡើយដោយដណ្ដប់ក្នុងភួយកបាសនៃអាកាសចោអាប់ស្រមោលស្ទូនៅមុខខ្ទមស្រែខ្លះជាអ្នកបញ្ជាត់ដែលកំពុងបង្វិលត្របាញ់លើភ្នែនកណ្ដាប់នៅគំនួចគោ 4-5 សត្វដែលមានមាត់ឃ្មុំនៅក្នុងកូនជាលភ្នែកក្រួចដើម្បីកុំឲ្យអណ្ដាតវារពឹសគៀវចាប់ដាំស្រូវស្រីកណ្ដាលមនុស្ស2នាក់គិតតែបដូរយោបល់បាច់រប៉ោចមិនឈប់មាត់សោះឯមានអ្វីនៅស្ងប់ស្ងៀមស្មារតីលឹងឡង់ព្រោះប្លែកមជ្ឈដ្ឋានហើយប្លែកទម្លាប់ពេកប្រៀបដូចជាមេដែលមានឥទ្ធិពលទាញមជុលត្រីវិស័យឲ្យវិលទៅរកសោភ័ណភាពនិងការតុបតែងឆាតស្រស់នៃនារីបរទេសប្រទាញក្រសែភ្នែកទីឃាវុធឲ្យក្រលៀកចោលទៅចំជាញឹកញាប់យ៉ាងនោះដែរមួយសន្ទុះក្រោយមកនាយកំឡោះក៏នឹកឃើញដល់សម្ដីនាយកជិករថភ្លើងម្នាក់ដែលបានប្រាប់ខ្លួនថាបើកាលណាមានអ្នកដំណើរច្រើនលើសលប់ក្នុងថ្នាក់ណាមួយមេខ្សែរថភ្លើងអាចអនុញ្ញាតជាអាទិភាពឲ្យអ្នកជិះស្រីសេរីទៅអង្គុយនៅថ្នាក់ខ្ពស់ណាដែលមានកន្លែងនៅទំនេរនឹកឃើញសម្ដីនេះហើយអ្នកកំឡោះក៏ក្រោកដើរចេញវែកវងពួកម៉ាក់សួរតាមរបៀងហើយឆ្លងទៅមើលយានខាងក្រោយដែលចែកជាថ្នាក់លេខ2និងលេខ1ក្នុងពេលនោះបន្ទប់លេខ2នៅសល់ទំនេរស្អាតឯលេខ1មានគ្រួសារបារាំងតាំងនៅជាអ្នកដង្កើងរិទ្ធទីឃាវុធបានដំណើរការនេះមកស្នើជាមួយមេខ្សែរថភ្លើងដែលកំពុងក្រេបកាហ្វេខ្មៅក្លែបឆាខ្វៃនៅក្នុងរថលក់បាយភ្នាក់ងារនោះបានស្រស់ស្រូបរួចហើយក៏នាំអ្នកកំឡោះមកជួបស្ត្រីបរទេសអត់ទោសខ្ញុំចោះខុនទីឃាវុធនិយាយជាមួយភាសាសៀមទៅកាន់នារីបើខ្ញុំនិយាយពុំច្បាស់ហើយពុំចំអក្សរកញ្ញានាងបែរភ័ក្រមករកដោយភ្នែកមូលក្រឡង់សម្ដែងការងឿងឆ្ងល់ហើយតបដោយសម្ដីទន់ផ្អែមត្រជាក់ទៅដោយភាសាដដែលថាខុនមានការអ្វីដែរដៃចង្អុលទៅភ្នាក់ងាររថភ្លើងទីឃាវុធតបថាលោកនាយខ្សែរថភ្លើងនេះបានអនុញ្ញាតនាងហើយនិងអ្នកស្រីទាំងពីរអញ្ជើញត្រូវអង្គុយនៅថ្នាក់លេខ2វិញព្រោះកន្លែងនោះស្ងាត់ស្រួលជាងនៅទីនេះមានអ្នកសិស្សសាលាច្រើនណាស់អរគុណលោកពេកនាងតបដោយញញឹមបង្ហើបឲ្យឃើញថ្មិញតម្រៀបថ្លាតែខ្ញុំនៅទីនេះស្រួលហើយតើមិត្តភក្តិខុនអាចចូលមកអង្គុយក្នុងសង្កាត់នេះបានបើប្រជ្រៀតគ្នាបន្តិចក៏មិនអីដែរពុំមានប្រសាសន៍យ៉ាងនេះគ្នាមិនហ៊ានមកទេឯខ្លួនខ្ញុំសោតទាល់ច្រកណាស់ហើយទៅមកខ្ញុំមិនស្មានថាខ្លួនខ្ញុំមានអំណាចអីដំម្លេះទេនាងតបដោយញញឹមក្រវីក្បាលដែលជាហេតុនាំឲ្យរយ៉ាបន្តោងនៅត្រចៀកចោលរស្មីព្រមព្រាយនាងក្រោកឈរហើយបែរមុខទៅរកស្រីជួនដំណើរទាំងពីរនាក់មកបងទៅខុននេះមកបណ្ដេញយើងហើយថាហើយនាងសើចបន្តិចបង្ហាញឲ្យឃើញថានាងនិយាយលេងផងហើយអរគុណអ្នកកំឡោះដែលជួយយកអាសាផងទីឃាវុធយួរវ៉ាលីអ្នកដំណើរបរទេសហើយនាំផ្លូវទៅកាន់បន្ទប់លេខ2ដែលនៅទំនេរភីលៀងទាំងពីរអង្គុយទន្ទឹមគ្នានៅលើជើងម៉ាពីពូកស្បែកម្ខាងហើយតារណីនាងអង្គុយនៅត្រង់ជ្រុងម្ខាងក្បែរបង្អួចលុះបានរៀបចំវ៉ាលីនៅលើផ្ទាំងសំណាញ់សម្រាប់ដាក់វ៉ាលីរួចស្រេចបាច់ហើយទីឃាវុធក៏និយាយលាដកខ្លួនបំណងវិលទៅកន្លែងដើមខ្លួនវិញប៉ុន្តែកញ្ញាសៀមខាត់ដោយចិត្តស្មោះថាសូមអរគុណខុនច្រើនដែលជួយឈឺឆ្អាលយើងខ្ញុំនេះប៉ុន្តែខុនពុំមានការអ្វីពិសេសទេឬពុំធុញទ្រាន់នឹងយើងខ្ញុំទេខុននៅទីនេះហើយត្បិតយើងខ្ញុំជាអ្នកដំណើរភាសាខ្មែរក៏ពុំចេះសូមខុនជួយណែនាំឲ្យស្គាល់ស្រុកទេសផងបានទេធុញទ្រាន់នឹងនាងមានប្រសាសន៍អ្វីយ៉ាងនោះត្រូវតែខ្ញុំវិញទេដែលភ័យក្រៃនាងធុញទ្រាន់នឹងខ្ញុំមើលចុះខ្ញុំនិយាយភាសាថៃរអាក់រអួលណាស់រកាក់រកប់ខុសខ្លះត្រូវខ្លះឯសម្លៀកបំពាក់ខ្ញុំសោតក៏ពុំគប្បីផងមិនមែនដូច្នោះទេខុនជួយយកអាសានេះខ្ញុំនឹកគុណពុំភ្លេចឡើយយីចុះខុនដួលឯណាក៏ប្រឡាក់ខោអាវថ្មីអស់យ៉ាងនេះទីឃាវុធសញ្ជឹងមួយសន្ទុះទៅដាច់ស្រេចថាគួរតែនិយាយការពិតប្រាប់នាងមានរថយន្តមួយបរមកជះទឹកភក់លើខ្ញុំក្នុងពេលនោះខ្ញុំនឹកក្តៅឈួលដែរតែឥឡូវនេះបាត់ខឹងអស់ទៅហើយប្រហែលជាឡានដែលខ្ញុំបានជិះមកឡើងរថភ្លើងហើយមើលទៅសូមអភ័យទោសផងចុះសូហ្វ័រនោះប្រហើនអស់យ៉ាងហើយ
មិនសូវគិតនាយអាយសោះគិតទៅផ្ទះដែលខ្ញុំបានមកសំណាក់នោះកាន់រឹកខ្ពស់អស់យ៉ាងហើយនាយក៏ដូចបៅដែរមិនអីទេនាងប្រឡាក់ប៉ុណ្ណេះថាហើយទីឃាវុធគិតចេញទៅក្រៅនាងកញ្ញាខាត់ទៀតយីខុនអញ្ជើញទៅណានោះណោភូមិអីហ្នឹងនៃកំឡោះចោលភ្នែកទៅក្រៅហើយឃើញរស្មីព្រឿងនៃព្រះសូរិយាជះមកលើចំការចេកនិងស្លានៃភូមិអូស្រឡៅក៏ឆ្លើយប្រាប់នាងតាមពាក្យសួរដែលនាងជជែកអង្វរពេកទីឃាវុធក៏ព្រមឈរចិត្តបង្អួចហើយនិយាយពន្យល់ឬអត្ថាធិប្បាយការផ្សេងតាមស្រុកទេសដែលខ្សែរថភ្លើងកំពុងរត់ពីដៅមាត់ដែលសាយពីរូបកាយនាងសេចក្តីរាក់ទាក់និងស្មោះស្ម័គ្រដែលចេញពីសម្ដីនាងបណ្ដាលឲ្យមានការស្រវឹងឲ្យមានការភ្លេចខ្មាស់អៀនព្រោះសម្លៀកបំពាក់មិនគប្បីនោះមករំស្រោបវិញ្ញាណចៅមាណពហើយនាំឲ្យសេចក្តីស្គាល់ចិត្តគ្នាកាន់តែលូតលាស់ឡើងនាងសួរឈ្មោះវាលស្រែឈ្មោះស្ថានីយ៍ឈ្មោះភូមិឈ្មោះភ្នំហើយទីឃាវុធឆ្លើយប្រាប់តាមតែធ្លាប់ដឹងឮរថភ្លើងក៏លឿនទៅមុខពេលវេលាក៏លឿនទៅមុខប៉ុន្តែយុវជនទាំងពីរនាក់គ្មានចាប់អារម្មណ៍ចំពោះការរត់ឆ្ងាយនៃព្រះកាលទេម៉ោង 9 ក្បួនរថភ្លើងចេញផុតពីស្ថានីយ៍ពោធិ៍សាត់ហើយជ្រែកចូលក្នុងផែនព្រៃថ្លុងដែលសន្ធឹងវែងស្រោងស្រាងរំលឹកម្ដងដល់ចំការកៅស៊ូទេសភាពលែងមានអ្វីជាល្អគួររមិលមើលទៀតហើយចាមីនុកក៏អញ្ជើញនាងទៅស្រស់ស្រូបឯបន្ទប់ភោជនីយដ្ឋានដោយភីលៀងជូនដំណើរទាំងពីរនាក់មិនព្រមទៅជាមួយផងព្រោះថាដើរក្នុងយានកំពុងបើកចេះទៅវិលមុខតារណីនិងនាយកំឡោះក៏លាយលាឆ្ពោះទៅតែពីរនាក់តុកមួយនៅចិត្តជ្រុងក្បែរបង្អួចឃ្លាតពីរនាក់បរិភោគឲ្យទៀតបន្តិចបានបបួលឲ្យយុវជនជ្រើសយកដោយរួមមតិគ្នានាងពិសាអ្វីទីឃាវុធសួរដោយសម្លឹងមើលបញ្ជីរាយមុខឈ្មោះម្ហូបខុនពិសាអីខ្ញុំក៏យកនោះដែរដោយសើចបន្តិចនាងបន្ថែមខ្ញុំមកស្រុកខុនស្រេចហើយខុនដឹកនាំទាំងអស់សម្ដីនេះនាំឲ្យនាយកំឡោះខ្មែរនិងក្រមុំសៀមសាច់ប្រើស្មើគ្នាទីឃាវុធសង្កេតថាគួរឲ្យអស្ចារ្យណាស់យើងទាំងពីរនាក់មិនទាន់ស្គាល់នាមគ្នាផងក៏ទុកចិត្តគ្នាដោយមិត្តភក្តិស្គាល់ចិត្តស្គាល់ថ្លើមគ្នាយូរយារមកហើយខ្ញុំសូមអភ័យទោសចំពោះការភ្លេចភ្លាំងដូច្នេះខ្ញុំឈ្មោះទីឃាវុធរៀននៅថ្នាក់ទី1បច្ចុប្បន្នមធ្យមសិក្សានាវិទ្យាល័យស៊ីសុវណ្ណនាងបើកក្របោកយួររបស់នាងយកនាមប័ណ្ណមួយសន្លឹកឲ្យទៅគូសន្តានាដូចខុនឃើញស្រាប់ខ្ញុំឈ្មោះច័ន្ទមនីវិចិត្រករជាសិស្សនៅសាកលវិទ្យាល័យจุฬាលង្កនតែនៅថ្នាក់ទាបនៅឡើយខ្ញុំធ្វើដំណើរទៅភ្នំពេញទៅលេងនឹងឪពុកខ្ញុំដែលមកសំណាក់អាស្រ័យនៅទីនោះខុនប្រហែលជាឮឈ្មោះឬស្គាល់ឪពុកខ្ញុំដែរមើលទៅគាត់ឈ្មោះទេពភូសុនវិចិត្រករទេពកោសលវិចិត្រករដែលកាលពីមុនជាសាក់3ក្នុងកងទ័ពថៃហើយបានរត់ភៀសខ្លួនមកជ្រកនៅកម្ពុជាក្រោយដែលមានរដ្ឋប្រហារក្នុងឆ្នាំ1937នាក្រុងទេពមហានគរក្រុងបាងកកស៊ីអយសម្ដីចិនធ្វើម្ហូបសួរយ៉ាងនេះនាំឲ្យទីឃាវុធភ្ញាក់ខ្លួនព្រឺតដកខ្លួនពីការសញ្ជឹងសញ្ជប់នាយកំឡោះបាយជាញញឹមទៅរកមេនាវីទៅបញ្ជាជាខ្មែរយកបាយលីងសាច់ក្តាមលាយសាច់មាន់ហើយដាក់ពងទាផងពីចានមកទឹកក្រូចពោធិ៍សាត់ច្របាច់ពីកែវប៉ុណ្ណឹងបានហើយបែរទៅរកកញ្ញាទីឃាវុធអធិប្បាយថាខ្ញុំបង្គាប់ឲ្យធ្វើម្ហូបឲ្យបានមាំធ្ងន់បន្តិចព្រោះទម្រាំដល់ភ្នំពេញថ្ងៃត្រង់ឯណោះបើឪពុំដូច្នោះទេរថភ្លើងរលាក់ទៅត្រិតធ្វើឲ្យយើងឃ្លានណាស់ខ្ញុំពេញចិត្តណាស់សូមអរគុណមិត្តថ្មងថ្មីបរិភោគបណ្ដានិយាយសំណេះសំណាលបណ្ដាដល់មកស្ថានីយ៍ទន្ទឹងថ្ងៃក្បួនរត់ដែលមកពីបាត់ដំបងក៏ត្រូវឈប់រងចាំខ្សែយានដែលទៅភ្នំពេញដើម្បីជៀសគ្នាក្នុងពេលនោះទីឃាវុធបាននាំនាងសៀមចុះដើរដើម្បីឲ្យបាត់រួយដៃជើងផ្នែកនាងកយគុណប្រៃប្រឹក្សាមាត់នាងនិយាយថាតាំងពីធំដឹងក្តីកាលណាមកខ្ញុំតែងនឹកចង់ឃើញស្រុកខ្មែរប៉ុនពេកនឹកស្រឡាញ់តែក្នុងចិត្តឥឡូវបានសម្រេចដោយប្រាថ្នាហើយដោយសារយើងមានទំនៀមទម្លាប់ដូចគ្នាមានប្រពៃណីសាសនាព្រមទាំងប្រកបដោយសម្បត្តិវប្បធម៌ដូចគ្នាថែមទៀតទៅឪពុកខ្ញុំកាលបើគាត់រត់ចោលស្រុកគាត់មកសុំស្នាក់អាស្រ័យនៅទីក្រុងភ្នំពេញខ្ញុំរីករាយណាស់ដោយឮនាងថានឹងមកនៅក្រុងភ្នំពេញទីក្រុងនេះជនរួមជាតិខ្ញុំបានសរសើរថាស្អាតណាស់ឪពុកខ្ញុំបានទិញផ្ទះមួយនៅខាងជើងវត្តភ្នំសម្ដីនារីខាងចុងក្រោយបានធ្វើឲ្យចៅមាណពចាប់អារម្មណ៍មួយភ្លាម
យីគ្រួសារនាងនេះមានណាស់តើគេមានប្រាក់ទិញភូមិគ្រឹះមួយក្នុងសង្កាត់ដែលបរិបូរណ៍ដោយគេហដ្ឋានល្អស្អាតស្ដុកស្ដំរីឯគ្រួសារឯងនៅឯភូមិអូតាគីនៅចុងកាត់មាត់ញោកអោសេចក្តីសង្ឃឹមដែលពុចជាត្រួយក្នុងដួងចិត្តមួយសន្ទុះណាស់ហើយកុំគិតវែងឆ្ងាយពេកវានាំតែឈួតវិលខួរក្បាលទេលោកខ្សែរថភ្លើងបានជៀសគ្នារួចកាលណាទីឃេវុតបាននាំនាងកញ្ញាមកអង្គុយនៅបន្ទប់ថ្នាក់លេខ2ដោយមុខស្ងួតមីលាដួងចិត្តដែលខ្លួនតែងតែយល់សពរវើរវាយឃើញឥឡូវបានប្រកាសរូបមកនៅចិត្តបង្កើយតែបែរជាឆ្ងាយទៅវិញព្រោះឈោងដៃមិនដល់ងាយទេចៅមីនប់សិញ្ជើសិញ្ជប់ប្រាសចាកសេចក្តីរីករាយអស់រលីងតែនៅខំប្រងស្មារតីកុំឲ្យរាយមាយដើម្បីចាំឆ្លើយនឹងសំណួរនាងនារីដែលបានសង្កេតទឹកមុខស្រពោនរបស់មិត្តថ្មីក៏នឹកក្រែងមានថាកាតុកឬភារៈអ្វីដែលមិនគួរគប្បីនឹងសាកសួរឡើយថ្មីបើមានពិភ័លក្នុងចិត្តនាងគោរពតណ្ហិភាពដោយសម្លឹងទៅខាងក្រៅឥឡូវរថភ្លើងបានកាត់ផុតព្រៃក្រហើយមេនាវីក៏កយគុណជួរដើមត្នោតដែលដុះផ្ដុំគ្នាមិនយូរប៉ុន្មានយានក៏ចូលមកដល់ស្ថានីយ៍ពោធិ៍ចិនតុងពេលដែលត្រូវឃ្លាតកាន់តែចិត្តមកដល់ហើយតើនឹងជួបគ្នាទៀតឬទេគំនិតនេះនាំមកនៅសេចក្តីអួលផ្សាដែលចោលមកលុបទៅលើទឹកមុខអ្នកអានដែលបានស្គាល់នៅចិត្តគំនិតនាយកំឡោះស្រេចមកហើយប្រហែលជាមិនសូវងឿងឆ្ងល់ពេកទេចំពោះកិរិយាចម្លែកយ៉ាងនេះដោយស្ងប់ស្ងួតទីឃេវុតនិយាយទៅកាន់គូសន្ទនាខុននៅរវាង10គីឡូម៉ែត្រទៀតយើងដល់ភ្នំពេញហើយថាហើយក៏ឈោងយកវ៉ាលីពីផ្ទះសំណាក់ដាក់ចុះមកលើក្តារដើម្បីឲ្យងាយលើកហុចទៅឲ្យអ្នកជញ្ជូនឯភីលៀងចាស់2នាក់ដែលពុំបាននិយាយស្ដីអីមួយម៉ាត់ជាមួយទីឃេវុតក៏ក្រោកឆោរៀបចំរបស់របរដែរចំណែកនារីនាងបើកក្របោកយួរយកកូនកញ្ចក់ឆ្លោះសម្រួលសក់ផាត់ម្សៅបន្ថើលើភក្ត្រាហើយយកបណ្ដូលក្រមាក្រហមមកជូតបន្ថែមលើបបោមាត់កាយវិការដ៏សមសួននេះទីឃេវុតគយគុណមិនដាក់ភ្នែកទេដើម្បីចារឹកទុកក្នុងហរតីកុំឲ្យភ្លេចបានក្បាលរថភ្លើងទាញកញ្ចែវែង2-3 ដងហើយក៏ចូលទៅឈប់អែបជំរកស៊ីម៉ង់ក្នុងពពួកមនុស្សអ៊ូអដែលមកឈររងចាំអ្នកដំណើរមានបុរសម្នាក់អាយុប្រហែល40ប្លាយឆ្នាំសម្លៀកបំពាក់បែបអឺរ៉ុបហើយទឹកមុខរីកថ្លាសមជាអ្នកមានចិត្តធម៌មានសេចក្តីប្រណីភ្នែកគាត់រំពៃមើលពីរថភ្លើងមួយទៀតនាងច័ន្ទមនីអើតតាមបង្អួចឃើញក៏ស្រែកហៅភ្លាមលោកឪពុកទឹកមុខគាត់ស្រស់ប្រព្រាយទទួលសេចក្តីគោរពពីបុត្រីដែលលើកដៃប្រណម្យយ៉ាងទន់ភ្លន់ក្នុងពេលជាមួយនេះទីឃេវុតក៏បានហៅអ្នកជញ្ជូនអីវ៉ាន់ម្នាក់មកទទួលយកវ៉ាលីនាងរួចហើយក៏ទៅយកអីវ៉ាន់របស់ខ្លួនឯងចុះទៅដែរនេះកំឡោះរៀបនឹងចូលទៅលានាងប្រាប់មាននាវីនាងហៅហើយប្រាប់ឪពុកថាខុនផនេះនាយទីឃេវុតដែលបានយកចិត្តទុកដាក់ក្នុងដំណើរនេះកុំអីខ្ញុំប្រទះការលំបាកបន្តិចទេអតីតសាក់3សៀមញញឹមហើយស្ទុះមកចាប់ដៃនាយកំឡោះយ៉ាងរាក់ទាក់អរគុណលោកក្មួយគាត់និយាយខ្មែរបៃឡាំបន្តិចអ្នកទាំង3ដើរចេញទៅក្រៅដោយមានសោដៃនិងអ្នកជញ្ជូនអីវ៉ាន់ដើរតាមមកឃើញឪពុកនាងខំរកពាក្យនិយាយភាសាខ្មែរដោយលំបាកនាងច័ន្ទមនីជំរាបគាត់ថាឲ្យនិយាយថៃទៅវិញព្រោះទីឃេវុតចេះភាសានេះស្ទន់ណាស់លើនាងអួតយ៉ាងនេះទីឃេវុតមានទឹកមុខឡើងក្រហមហើយតបជាភាសាសៀមខុនមិនគួរបំភ្លើសយ៉ាងនេះសោះខ្ញុំរៀននៅស្រុកខ្មែរធ្វើម្ដេចនឹងនិយាយត្រូវល្អអសរបាននិយាយបានប៉ុណ្ណឹងហើយដល់ណាទៅទៀតលោកទេពក៏សល់តបលុះបានដល់រថយន្តអតីតនីទីហ៊ានក៏បបួលដោយស្ម័គ្រស្មោះលោកក្មួយមកជាមួយនឹងខ្ញុំមកខ្ញុំនឹងជូនទៅដល់ទីកន្លែងសូមកំព្រួយអីខ្ញុំមានពួកម៉ាក់ច្រើនណាស់ទៅចោលគេពុំកើតទេខុនកំភ្លេចទៅលេងនឹងខ្ញុំណាជូនខ្ញុំដើរលេងផងខ្ញុំជាអ្នកចំណូលថ្មីមិនស្គាល់ស្រុកទេសសោះឡើយពេលនោះឪពុកនាងបន្ថែមផ្ទួនលើសម្ដីធីតាអញ្ជើញកំខានផ្ទះខ្ញុំលេខ92មហាវិថីមាសអញ្ជើញកំខានខ្ញុំគ្មានស្គាល់នរណាទេនៅភ្នំពេញទីឃេវុតទទួលថាបាទដោយស្បើយហើយក៏សំពះលាមិត្តទំនើបដើរចេញទៅឪពុកនិងកូនក៏លូកដៃមកចាប់ដៃនាយកំឡោះតាមទម្លាប់អឺរ៉ុបទីឃេវុតបានកាន់បានដៃនាងមានសាច់ទន់ម៉ត់មានម្រាមស្រួយស្រឡូនហើយក្រចកលាបថ្នាំ
ក្រហមពណ៌ទទឹមសិស្សកំឡោះដើរបន្តិចមកហើយងាកទៅឃើញរកឡានព្រីម៉ាកាមួយបោះចេញហើយបត់ឆ្ពោះទៅទិសខាងជើងសូមជូនរឿងទុំទាវវគ្គទី2ព្រឹកឡើងភ្លឺច្បាស់ព្រះអាទិត្យចាប់ផ្ដើមរះបញ្ចេញរស្មីយ៉ាងក្រហមច្រាលទាវស្រីភ្ញាក់ពីដំណេកទាំងព្រឹកភ្នែកជោកថ្ពាល់នាងស្ទើរតែមិនហ៊ានស្រាយបង្វិចគ្រឿងប្រដាប់ស្អាងកាយដែលគេទុកឲ្យលុះរៀបចំខ្លួនរួចរាល់ហើយពួកគេក៏នាំគ្នាចេញទៅចុងរាជរោងដើម្បីរងចាំគាល់ព្រះអង្គកាលនោះព្រះអង្គទ្រង់ចេញចាកក្រឡាបន្ទុំដោយមានស្រីស្នំដើរអមព្រះអង្គទៅរាជរោងឃើញព្រះអង្គយាងមកដល់ដូច្នោះគេក៏នាំទាវចូលមកគាល់ព្រះអង្គគ្រាន់តែព្រះអង្គបែរប្រភ័ក្រយល់ឃើញទាវជាស្រីស្រស់ស្អាតបវរឥតមើលទាស់ត្រង់ណាព្រះអង្គទ្រង់មានព្រះបន្ទូលសួរមហេសីស្រីស្នំទាំងអស់ថាតើស្រីទាវស្រស់ស្អាតស័ក្តិសមជាមហេសីដែរឬទេសូមឆ្លើយឲ្យពិតមកចុះយើងមិនយកទោសទេស្រីស្នំទាំងអស់ក៏ឆ្លើយថាស្រស់ស្អាតពិតណាស់ព្រះអង្គឥតមានកន្លែងត្រង់ណាទាស់ភ្នែកឡើយលុះសួរនាំស្រេចបាច់ហើយព្រះអង្គទ្រង់ត្រាស់ឲ្យហៅទុំមកច្រៀងថ្វាយព្រះអង្គទុំទទួលព្រះរាជបញ្ជាហើយដើរអោនកាយចូលមកអង្គុយស្រួលបួលហើយទុំងើបឡើងភ្ញាក់ព្រឺតព្រោះឃើញទាវត្រូវម្ដាយនាំមកថ្វាយស្ដេចក្នុងទ្រូងទុំពេលនេះឈួលឆេះក្តៅខ្លាំងដោយសេចក្តីស្រឡាញ់ទុំហ៊ានមិនខ្លាចសូម្បីតែព្រះចេស្តាព្រះអង្គទុំស្រែកច្រៀងថាអស់អោព្រះចំត្រៃថ្លៃអនេកជាឯកភូមិភពគ្រប់លោកាលោកីដែនដីឋានមនុស្សសាក្លោកខ្លាចចេស្តាព្រះបារមីទ្រង់មានអង្គការចាត់ឲ្យរកឲ្យរើសរូបមកជាមហេសីឥឡូវបានទាវស្រស់ប្រំប្រៃមិនគួរក៏បីទាស់ទៅតឹងខ្លាចព្រះចេស្តាម្ចាស់ទ្រង់រិទ្ធទូលបង្គំសូមពិតឯទាវនឹងជាជាសង្សារប្រាថ្នាពឹងសន្មត់វល់វឹងគ្រប់ជាតិតាំងកំណត់សន្មត់កើតយន់យកកំណើតជាប្រុសស្រីឲ្យជួបទាវស្ងួននួនពិសីប្រាថ្នាកំបីឲ្យឃ្លាតទុំហ៊ានច្រៀងរៀបរាប់ពីស្នេហាដែលខ្លួនគេនឹងទាវធ្លាប់មានជាមួយគ្នាចំណែកទាវវិញនាងឮទុំច្រៀងដូច្នោះនាងមិនហ៊ានងើបមុខមើលទុំទេព្រោះខ្លាចព្រះមហាក្សត្រទ្រង់យកទោសទុំអង្គព្រះចក្រីទ្រង់សន្តាប់ទុំច្រៀងហើយដំបូងព្រះអង្គទ្រង់ខ្ញាល់នឹងទាវប៉ុន្តែក្រោយមកព្រះអង្គទ្រង់ព្រះតម្រិះថាបើយើងយកទោសគេទៅគេនឹងត្រូវព្រាត់ប្រាសសង្សារមិនខានហើយវានឹងផ្ទុយពីធម៌ព្រះពុទ្ធដែលជាថាបំបែកបំបាក់សង្សារសត្វទៀតផងទ្រង់ឆ្វេងយល់ដូច្នេះហើយទៅព្រះអង្គមានព្រះបន្ទូលសួរទុំថាមើលទុំចូលអ្នកប្រាប់យើងឲ្យច្បាស់មើលថាតើទាវជាគូសង្សារអ្នកពិតប្រាកដឬយ៉ាងណាទុំឮព្រះអង្គព្រះមហាក្សត្រមានបន្ទូលសួរដូច្នោះក៏ក្រាបបង្គំទូលការពិតទាំងអស់ដល់ទ្រង់បន្ទាប់មកទ្រង់ត្រាស់សួរទាវទៀតទាវក៏បានទូលការពិតដោយដែលទុំបានទូលពីមុនមកដែរបន្ទាប់ពីបានសន្តាប់រឿងទាវនិងទុំហើយព្រះអង្គទ្រង់ឆ្វេងយល់ពីរឿងសង្សារសន្តិទ្រង់ព្រះតម្រាស់ដល់ពួកកុង្សីសេនាបតីឲ្យរៀបចំគ្រឿងប្រដាប់អង្គុលថ្ងៃស្អែកព្រះអង្គនឹងផ្សំគុំទាវនឹងមើលឯកលុះស្អែកឡើងបន្ទាប់ពីព្រះអង្គរៀបចំពិធីផ្សំគុំហើយម្ដាយទាវនិងសាច់ញាតិមិត្តក៏ក្រាបបង្គំលាព្រះមហាក្សត្រត្រឡប់ទៅវិញដល់ផ្ទះម្ដាយទាវកើតទុកនឹកមិនអស់ចិត្តខឹងនឹងទុំយ៉ាងខ្លាំងដែលប្រែក្លាយជាវាសនាទាវឲ្យទៅស្មានមិនដល់យ៉ាងនេះគាត់គិតថាមិនគួរណាស្ដេចមិនយកទោសអាទុំនោះទេប៉ុន្តែទោះជាយ៉ាងណាក៏ដោយក៏អញត្រូវតែបំបែកវាពីកូនទាវអញឲ្យទាល់តែបានដើម្បីអញយកកូនទាវមកផ្សំគុំមើលងួនដែលជាកូនអរជូនគ្រាន់ពឹងពាក់ទៅថ្ងៃក្រោយចំណែកអាទុំទៅសង្ឃឹមអីអាមនុស្សសត្វព្រាត់មិនដឹងមកពីណាសោះនោះគិតគូររួចរាល់ហើយម្ដាយទាវបានធ្វើដំណើរទៅផ្ទះលោកចៅវាយស្រុកអរជូនទាំងយប់គាត់បានរៀបរាប់ពីដំណើររឿងទាំងអស់ប្រាប់លោកអរជូនដោយបញ្ជាក់ថាគាត់ខឹងនឹងទុំដែលធ្វើឲ្យគាត់អាប់អោនកិត្តិយសទីបញ្ចប់គាត់បានសូមឲ្យលោកចៅវាយស្រុករកមាន់ទាត្រីសាច់បន្លែផ្លែឈើត្រៀមបំរុងជាស្រេចគាត់យកទាវមកផ្សំផ្គុំនឹងមិនងួនឲ្យទាល់តែបាន
លោកគិតគូររួចរាល់ហើយម្ដាយទាវក៏ជម្រាបលាត្រឡប់ទៅវិញដល់ផ្ទះភ្លាមគាត់បានពឹងគេឲ្យទៅសរសេរសម្បត្តិមួយច្បាប់ប្រាប់ទៅទាវថាឲ្យកូនទាវត្រឡប់មកជាប្រញាប់ត្បិតម្ដាយឈឺគ្រុនក្តៅយ៉ាងខ្លាំងពិសាមិនបានអស់កម្លាំងដង្ហើមតិចទៅបើនៅយឺតយ៉ាវខ្លាចមិនទាន់រៀបចំរួចស្រេចបាច់ហើយម្ដាយទាវក៏ពឹងគេឲ្យនាំសម្បត្តិនេះទៅឲ្យទាវជាបន្ទាន់អ្នកនាំសម្បត្តិប្រឹងចៅទូកមិនហ៊ានឈប់គឺផ្លាស់ប្ដូរគ្នាចៅជារហូតលុះមកដល់កំពង់ចតទូករួចហើយក៏ដើរសម្ដៅទៅរកផ្ទះទាវតែម្ដងទាវបានឃើញអ្នកមកពីស្រុកខ្លួនដូច្នោះមានចិត្តត្រេកអរជាពន្លឹកនាងក៏បានសួរនាំសុខទុក្ខរបស់ម្ដាយនាងនិងបងប្អូនញាតិមិត្តក្នុងភូមិទាំងអស់អ្នកនាំសម្បត្តិមិនបានប្រាប់ពីសុខភាពម្ដាយនាងទេគេគ្រាន់តែហុចសម្បត្តិឲ្យទៅទាវអានប៉ុណ្ណោះគ្រាន់តែអានសម្បត្តិចប់ភ្លាមទាវកើតទុកក្រៀមក្រំពេញក្នុងប្រាណគិតថាពេលនេះនាងត្រូវបែកពីគូជីវិតថ្មីថ្មោងរបស់នាងទៀតហើយចំណែកទុំក៏មិនខុសពីទាវដែរគេព្រួយចិត្តថប់ដង្ហើមរកស្មានមិនត្រូវទុំនិយាយប្រាប់ទាវថាប្អូនទៅមើលម្ដាយក៏ទៅចុះឲ្យជួបជុំញាតិសែនព្រេនជីដូនជីតាបើបានធូរហើយចូលប្អូនឆាប់ត្រឡប់មកវិញចំណែកបងមិនអាចទៅបានព្រោះជាប់រវល់ការងាររបស់ព្រះអង្គចាំបងជួយរៀបអីវ៉ាន់ប្អូនលុះរៀបចំរួចរាល់ហើយទាវក៏លាទុំហើយឡើងជិះទូកចេញទៅទាវអង្គុយស្ងៀមប៉ុន្តែអារម្មណ៍នាងជ្រួលច្របល់មិនស្ងប់ឡើយនាងព្រួយមួយព្រោះម្ដាយឈឺមិនដឹងយ៉ាងណាព្រួយមួយព្រោះនាងបែកពីប្តីដែលទៅរៀបការហើយថ្មីទូកជុលចតកំពុងនៅស្រុកត្បូងឃ្មុំទាវស្រីវលៈក៏ប្រញាប់ចុះពីទូកហើយទៅរកម្ដាយភ្លាមនាងភ្ញាក់ព្រឺតព្រោះថានាងឡើងដល់លើផ្ទះនាងឃើញម្ដាយនាងព្រមទាំងញាតិមិត្តជាច្រើនកំពុងរៀបចំនំចំណីផ្លែឈើម្ហូបអាហារដាក់សែនព្រេនដូនតាឃើញទាវមកដល់ម្ដាយទាវក៏បានមករកកូនហើយរៀបរាប់ប្រាប់ថាទាវមកដល់ហើយកូនអើយស្ដាប់ម្ដាយនឹងសារស័ព្ទបត់បរិយាយធម្មតាកូនកើតមានរូបកាយល្អល្អះឆាតឆាយចាយសម្ដីឮឈ្មោះចំពោះដល់ព្រះមហាក្សត្រយកទៅថ្វាយថ្វាត់ទ្រង់ប្រណីប្រែឲ្យមើលឯកឥតមានអ្វីក្រីក្រធនធានគ្មានស៊ីណោះអោអ្នកព្រះម៉ែមានគុណឆ្ងាយម្ដេចប្រែកែคล้ายឃ្លាតធរអាបើម៉ែឲ្យកូនមានប្តីទុំនឹងដូចក្តីស្និទ្ធស្នេហានេះកូនក៏ព្រមលមមស្នេហាផ្ទប់ផ្ទាល់រក្សាគ្នាតទៅបើម៉ែមិនមានមេត្តាឲ្យខ្ញុំប្រកការមើលងួននៅសំខ្សែជីវិតត្បិតមិនត្រូវអង្វរម៉ែឪសុំប្រកែកមេចោរឹងរុះដូចដែកអញចាប់មាត់ហែកបែកឥឡូវអញប្រាប់ឲ្យមានបានថ្កុំថ្កើងហ៊ានហួសចចាងស្ដីគ្មានត្រូវស្រឡាញ់អាតុំគ្មានម៉ែឪគ្មានគិតអាស្រូវភៀសខ្មាស់គេដោយឃើញថាម្ដាយខឹងទាវខ្លាំងទាវក៏មិនហ៊ានតមាត់ទៅទៀតទេនាងសុកចិត្តអង្វរម្ដាយកុំឲ្យបំបែកបំបាក់នាងចេញពីទុំអីបន្ទាប់ពីបានចេះស្ដីទាវរួចហើយម្ដាយទាវក៏ធ្វើដំណើរទៅផ្ទះលោកចៅហ្វាយស្រុកដើម្បីជម្រាបគាត់អញ្ជើញភ្ញៀវនិងរៀបចំពិធីមង្គលការយើងឈប់ស្លេះត្រឹមនេះមិននិយាយសូមនិយាយពីទាវវិញម្ដងពេលនេះនាងត្រូវបានម្ដាយបង្ខាំងឲ្យនៅក្នុងបន្ទប់មិនឲ្យចេញដើរទៅណាសោះនាងកើតទុក្ខយ៉ាងខ្លាំងបាយមិនបានទឹកមិនបាននាងគិតថាអោខ្ញុំអើយមិនដឹងចិត្តម្ដាយដល់ប៉ុណ្្នឹងសោះបោកបញ្ឆោតកូនថាឈឺយកកូនមករៀបការទៅវិញនេះបើខ្ញុំត្រូវបែកពីទុំនោះខ្ញុំនឹងសួរខ្សែវិញប្រសើរជាងទាវនឹកកើតទុកសម្រក់ទឹកភ្នែកបណ្ដើសរសេរសម្បត្តិបណ្ដើសរសេរចប់ទាវបិទនឹងស្លាកយ៉ាងស្អាតហើយដាក់បារីខ្ចប់នឹងผ้าห่មរួចស្រេចហើយទាវក៏បានចាត់បម្រើដែលទុកចិត្តបំផុតឲ្យស្រូតដំណើរទៅរកទុំកំបីឯអង្គឡើយអ្នកបម្រើទទួលបានសម្បត្តិពីទាវហើយក៏មនីរកពឹងគេចម្លងទូកទៅត្រើយម្ខាងហើយធ្វើដំណើរដោយថ្មើរជើងគេខំដើរទាំងយប់ទាំងថ្ងៃមិនហ៊ានឈប់រហូតដល់គោលដៅគេបានស៊ើបសួររកផ្ទះទុំគ្រាន់តែទុំបានជួបអ្នកមកពីស្រុកនោះភ្លាមទុំក៏ប្រញាប់សួរដំណឹងពីទាវអ្នកបម្រើមិនបានឆ្លើយនឹងសំណួរទុំទេគេគ្រាន់តែហុចผ้าห่มនិងសម្បត្តិឲ្យទុំអានសម្បត្តិចប់ទុំហាក់
ស្រយុតស្រយងអស់អង្គប្រានគេមិនស្មានដល់ថាម្ដាយទាវមានចិត្តអប្រ័យដល់ម្លឹងសោះទុំនឹកថាអោកន្លែងគេងអាហារផ្លែឈើធ្លាប់ញ៉ាំរួមគ្នាពេលនេះត្រូវខ្វះម្នាក់ហើយទាវអើយបងគិតថាប្អូនទៅមើលម្ដាយឈឺតែបែរជាត្រូវម្ដាយបង្ខំឲ្យរៀបការនៅមើលងួនទៅវិញនេះទាវស្មោះត្រង់នឹងបងចាត់បំរើឲ្យមកដំណឹងបងឲ្យទៅឆាប់គុំបងអង្គទាវអើយបើប្អូនបានទៅមើលងួនមែននោះបងពិតជាស៊ូស្លាប់តស៊ូនឹងគេដើម្បីប្អូនហើយទោះបីជាត្រូវស្លាប់ក្រោមអំណាចគេក៏ដោយចុះពេញមួយយប់ទុំដេកមិនលក់ប្រែប្រួលចុះឡើងនឹកឃើញតែទាវនៅនឹងមុខព្រឹកឡើងព្រះអាទិត្យបញ្ចេញរស្មីយ៉ាងក្រហមរន្ទាលទុំរៀបចំអីវ៉ាន់រួចហើយក៏ចេញមកក្រៅទទួលពេលនោះព្រះរាជាទ្រង់យាងចេញមកក្រៅដោយមានអាមាត្យភិលៀងស្រីស្នំជាមួយផងឃើញព្រះអង្គភ្លាមទុំគ្មាននឹកខ្លាចអ្វីទាំងអស់ក៏ស្ទុះវឹងហើយក៏ក្រាបសំពះព្រះអង្គនឹងទូលពីដំណើររឿងរបស់ទាវទាំងអស់ដល់ព្រះអង្គថាសូមព្រះអង្គព្រះមេត្តាប្រោសដល់ទូលព្រះបង្គំជាខ្ញុំទាំងពីរដបិតម្ដាយទាវបានត្រូវរើនឹងលោកអរជូនចៅហ្វាយស្រុកដាក់សម្បត្តិមកថាឈឺខ្លាំងប៉ុន្តែឥឡូវទាវត្រូវចាប់ទុកចាប់ឲ្យរៀបការជាមួយមើលងួនហើយសូមព្រះអង្គមេត្តាចេញព្រះរាជអង្គការពេលនេះផងបើពុំនោះទេនឹងហួសពេលហើយព្រះរាជាទ្រង់ព្រះសម្ដាប់រឿងរ៉ាវរបស់ទុំហើយទ្រង់ខ្ញាល់យ៉ាងខ្លាំងព្រះអង្គមានព្រះបន្ទូលដោយពិរោធថាយើចៅអរជូនខ្លួនប្រៀបដូចពងមាន់ដែលចង់ជល់នឹងថ្មទោះវាសំតែស្ងោទេព្រះអង្គទ្រង់ចាត់ហៅអស់ចៅក្រុមកងសីសេនាបតីនាមម៉ឺនអាមាត្យមកប្រជុំសាលព្រមភ្លាមព្រះអង្គទ្រង់ឲ្យចាត់ចែងតាមសេចក្តីបន្ទូលរបស់ព្រះអង្គថាទាវនេះយើងបានផ្សំផ្គុំម៉ឺនឯកហើយជាស្រេចត្បិតទាវនេះជាសង្សាររបស់គេពិតទ្រង់មានបន្ទូលផ្ដាំទុំបន្ថែមថាបើសិនជាមិនបានសម្រេចដូចចិត្តទេចូលប្រញាប់មកវិញភ្លាមនាម៉ឺនមន្ត្រីកងសីបានចាត់ចែងរៀបចំជាសម្បត្តិដោយមានត្រាពីព្រះអង្គផងរួចហើយក៏ប្រគល់ឲ្យម៉ឺនឯកទទួលបានសម្បត្តិព្រះរាជអង្គការព្រះអង្គហើយទុំបានពឹងពេជ្រនឹងអ្នកចៅទូកឲ្យជូបទៅពួកគេខំប្រឹងចៅទាំងយប់ទាំងថ្ងៃដោយមិនហ៊ានឈប់ព្រោះខ្លាចទៅមិនទាន់ពេលទុំអង្គុយក្នុងទូកម្ដងសម្លឹងមើលដើមឈើម្ដងរាប់ភូមិស្រុកម្ដងមើលមច្ឆាហែលប្រដេញគ្នាក្នុងទឹកប៉ុន្តែក្នុងចិត្តទុំសែនក្តៅអ៊ូលណែនរកថ្លែងមិនបានទុំនឹកក្នុងចិត្តថាអោទាវបងអើយតើប្អូនបានទៅគេហើយទេដឹងថ្ងៃស្អែកនេះបងនឹងឡើងដល់ទីត្បូងឃ្មុំហើយបងបារម្ភណាស់ក្រែងថាលោកអរជូនគេគុំគួនបងហើយចាប់បងយកទៅសម្លាប់ទេដឹងយើងទុកទុំត្រឹមនេះសិនមិននិយាយបន្តសូមងាកមើលទាវវិញម្ដងនាងកើតទុករងចាំដំណឹងទុំរៀងរាល់ថ្ងៃនាងគិតថាអោបងទុំអើយតើបងមកហើយឬនៅប្អូននៅចាំបងគ្រប់វេលាឬមួយយើងត្រូវព្រាត់ប្រាស់គ្នាត្រឹមនេះហើយតើព្រាត់រស់ឬខ្សែគ្មាននរណាម្នាក់ប្រាប់ពីដំណឹងបងឲ្យប្អូនបានដឹងថាតើត្រូវយូរឬឆាប់ប៉ុណ្ណារំពឹងម្ដាយគាត់គឺកំចាយកូនហើយគាត់អាងថាគេមានកិត្តិយសមានទ្រព្យធនធានបងអើយបងក្រខ្សត់មិនមានអ្វីម្លេះសំបងមិនហ៊ានមកតតាំងនឹងគេទេទាវនឹកគិតសັບគ្រប់ទុកកាន់តែធ្វើឡើងមួយថ្ងៃនាងបន់ឲ្យតែទុំឆាប់មកដល់ប៉ុណ្ណោះសូមងាកមកមើលម្ដាយទាវវិញគាត់នៅមិនសុខក្នុងចិត្តបារម្ភខ្លាចក្រែងទុំមកដល់ដូច្នោះហើយក៏ប្រញាប់ប្រញាល់ទៅផ្ទះចៅហ្វាយស្រុកអរជូនដើម្បីសុំឲ្យលោករៀបចំពិធីឆាប់ព្រោះថាទុកមិនបានយូរទេចៅហ្វាយស្រុកក៏ទទួលស្រស់ស្រួលជាមួយម្ដាយទាវរួចក៏ចាត់ចែងខ្លះឲ្យរកផ្លែឈើខ្លះរកត្រីសាច់បន្លែបង្ការខ្លះឲ្យទៅរៀបចំសង់រោងខ្លះឲ្យទៅរកអាចារ្យមើលពេលលានិងអាចារ្យខ្មែរធ្វើថ្មិញនិងចាត់ខ្លះទៀតឲ្យទៅអញ្ជើញព្រៀងលៀនសណ្ដានដែលនៅឆ្ងាយត្បិតពេលនេះជាពេលរៀបការកូនងួននឹងទាវហើយមើលចុះទាំងបំរើនិងញាតិសណ្ដានឥតមានហ៊ានខកឡើយម្នាក់រត់ប្រញាប់ប្រញាល់ធ្វើការរៀងខ្លួនព្រោះខ្លាចមិនទាន់ឈប់ស្លេះរឿងការត្រឹមនេះសិនយើងងាកមើលរឿងទុំវិញម្ដងពេលដែលទូកចិត្តចូលដល់កំពង់ហើយនោះទុំបានប្រាប់ពេជ្រថាប្អូនអើយបងឮសូរដោយសំឡេងភ្លេងការនេះច្បាស់ជាការងួននឹងទាវហើយ
ពេជ្រអើយបងសែនរន្ធត់អ្វីម្លេះទេមិនគួរណាទាវដាច់ចិត្តចោលបងយ៉ាងនេះទេថ្ងៃស្អែកនេះពេជ្រអើយម្លេះសំបងអន្តរាយបងរូបកាយនឹងទាវហើយក៏មិនដឹងបើម្លេះទៅហើយប្អូនយកបង្វិចបងប្រថុយតាមកម្មបងទៅចុះទូកចូលចតដល់កំពង់ទុំយកបង្វិចមកស្រែកបណ្ដើទឹកភ្នែកហូរសស្រាក់បណ្ដើគេស្រែកយំយកដៃគក់ទ្រូងខ្លាំងឃើញដូច្នោះពេជ្រក៏ខាត់បងកុំធ្វើដូច្នេះអីចូលបងខំប្រឹងក្រោកឡើងហើយស្លៀកពាក់ឲ្យឆាប់ទៅកុំនៅឯអង្គក្រែងមិនទាន់ណាបងស្ដាប់ពេជ្រហើយទុំក៏ចាប់ផ្ដើមស្លៀកហូលដែលមានចូល3ចូលពាក់អាវបៃតងនិងជូតក្បាលនិងผ้าห่มសូត្រខ្មៅដែលព្រះអង្គប្រទានឲ្យហើយគេក៏យកចិញ្ចៀនត្បូងសូកានដែលទៅទិញថ្មីនោះយកមកពាក់ម្រាមដៃចំណែកពេជ្រក៏រៀបចំខ្លួនដែរគេពាក់អាវពណ៌ស្វាយនិងកាន់បៃនៅនឹងដៃទាំងពីរនាក់ដើរកាត់ចេញទៅរកផ្ទះទាវទុំនិងពេជ្រនាំគ្នាដើរកាត់ព្រៃបន្តិចក៏បានមកដល់ផ្ទះទាវថ្ងៃនោះជាថ្ងៃស៊ីកំណត់ពួកក្រុមអ្នកចាត់ចែងពិធីការស៊ីផឹកស្រវឹងដួលដេកននាលពេញដីទុំនិងពេជ្របានបន្លំខ្លួនចូលរួមនឹងគេដែរតែដោយគ្មានខ្លាចញញើតអ្វីបន្តិចសោះពួកគេបានឡើងទៅលើទៅជម្រាបសួរចាស់ទុំនៅទីនោះចំណែកចាស់ដែលជាញាតិសន្តានបានទទួលរាក់ទាក់ហើយឲ្យចូលរួមស៊ីផឹកនឹងគេដែរគ្រាន់តែបានត្រូវស្រាខ្លាំងចូលពោះបន្តិចទុំឡើងសំឡេងស្រែកច្រៀងថាទុំថាឲ្យទាវស្រស់នួនល្អម៉ត់ម៉ងដូចចរណៃបងមកដល់យូរគួរអាឡ័យទាវថ្លៃលាក់ខ្លួនពួនដល់ណាទាវឆ្លើយថាឆាប់មិនដេចថ្លៃអាយប្អូននេះខ្វល់ខ្វាយខ្លាំងខ្លោចផ្សាប្អូនមូបារីចំណីស្លាប្អូនចេញដងស្រាពិសាលេងទាវឃើញទុំមាត់ចេះឆ្លោយសាសងបណ្ដើជើងចេះតែដើរចេញមកបណ្ដើទាវមកឈរទន្ទឹមនឹងទុំទាវឃើញទុំគេក៏យំយ៉ាងខ្លាំងនាងរៀបរាប់ដំណើររឿងសពគ្រប់ប្រាប់ដល់ទុំចំណែកទុំក៏អាណិតទាវយ៉ាងខ្លាំងរួចក៏និយាយថាប្អូនខិតខំចិត្តមកបងបន្តិចមកបងសូមបីត្រកងប្អូនឲ្យអស់ពីចិន្តាបំណាច់នឹងស្រីមករៀបការថ្មីទាវមិនបានប្រកែកនឹងសម្ដីទុំទេព្រោះនាងគិតថាទុំជាប្តីរបស់នាងបន្ទាប់មកនាងហុចបារីស្លាមលូនឹងដងស្រាឲ្យទុំផឹករហូតទាល់តែស្រវឹងដេកនៅទីនោះហើយនាងក៏ចូលទៅក្នុងទាំងក្តុកក្តួលក្នុងចិត្តម្ដាយទាវឃើញដូច្នោះមានចិត្តក្រៀវក្រោធយ៉ាងខ្លាំងរហូតដល់ម៉ូបាំងចិញ្ចាំងបិទភ្លេចអស់ធរអាគាត់ប្រាប់លោកអជូនថាឆាប់ចាត់ឲ្យគេទៅអូសអាទុំទម្លាក់ពីលើផ្ទះមកហើយយកវាទៅសម្លាប់ចោលទៅបើទុកនៅនាំអាស្រូវគេជាមិនខានចៅហ្វាយស្រុកអជូនឮម្ដាយទាវថាដូច្នោះក៏ចាត់បំរើឲ្យទៅអូសទុំទម្លាក់ចុះមកចំណែកមើលងួនកន្ត្រាក់បានដើរស្ទុះចូលទៅចាក់ទុំដោយគ្មានត្រាប្រណីឬជំនុំជម្រះក្តីអ្វីឡើយរួចហើយគេក៏ចាប់ទុំចងនឹងផ្ដៅហើយក៏វាយដំច្រាំធាក់បន្ថែមទៀតទាវនៅខាងក្នុងឮគេថាទុំត្រូវគេចាប់វាយដូច្នោះនាងក៏ស្ទុះចេញមកឃើញគេវាយទុំដោយមានឈាមហូរចូលខ្លួននាងស្ទុះចូលទៅហើយអង្វរគេកុំឲ្យយកផ្ដៅចងទុំអីសុំត្រឹមយកผ้าห่មខ្មៅដែលទុំជូតក្បាលចងបានហើយពួកគេមិនបានស្ដាប់ទាវឡើយគេចងទុំនឹងខ្សែយ៉ាងតឹងទុំឃើញទាវមកក៏ស្រវេស្រវារកទាវហើយនិយាយថាស្ទះពេញអស់ខ្លួនប្អូនអើយប្អូននៅឲ្យបានសុខចុះនេះមកពីម្ដាយកំចាយកូនឲ្យស្លាប់បងសូនមិនមានឈ្មោះពួកគេមិនបានស្ដាប់ទាវឡើយគេចងទុំនឹងខ្សែយ៉ាងតឹងទុំឃើញទាវមកក៏ស្រវេស្រវាហើយនិយាយថាទាវអើយថ្ងៃនេះបងមុខជាលាប្អូនខ្សែហើយមើលចុះគេចាក់គេវាយបងឈាមហូរក៏ស្ទះពេញអស់ខ្លួនប្អូនអើយប្អូននៅឲ្យបានសុខចុះនេះមកពីម្ដាយកំចាយកូនឲ្យស្លាប់បងសូនមិនមានឈ្មោះចាប់វាចាហើយពួកគេក៏ចំរោមចាប់ទុំអូសចេញទៅឲ្យគួរឲ្យអាសូរដល់ទុំជាពុនពេកណាឈាមហូរសោះអស់ពីខ្លួនណាស្រេកទឹកគេយំសឹកសួលដួលចុះគេលើកដៃប្រណម្យបង្គំព្រះរតនត្រ័យហើយថាម្ចាស់អើយបើខ្ញុំនឹងមរណាសូមម្ចាស់ជួយជាបន្ទាយដៃថែបផាត់ទាត់ទោសទុកដោយឡែកសូមចែកចាក់បានឋានសួគ៌ពួកគេបណ្ដើរទុំបានចិត្តដល់ដើមពោជើងខាលមានខ្លះក៏មានចិត្តបន់ប្រាប់ថាឲ្យខំភាវនាធរយកព្រះសម្មាពេលវេលានោះទៅលុះទៅដល់
โป้เชิงขาตุ่มก็ด้วจบปรุพดรถสองข้างของเป็นหนูเองอันที่จ้ารูปตุ่มไปนี้เปรียบบ้านโดยดมโบกเด็กดกหนึ่งแรงดังเอาไว้แต่งอแน่ได้ทรอบสลายรอบอ่านตุ่มคลาเกยในยัยถาตุ่มสลับปรุแต่เสยในยัยปีปวดได้น้อมตุ่มเตอนุบ้านตลบหมอกดอลวิ่งหายก็บ้านจะใจเขียปีเรืองตุ่มจุนจีเปนุโนเจียพิเลียงหลบสับหรือหายก็เตอรกติวยุบกันแต่เจริญนาแต่หายเที่ยวได้กาตกมันไอ้รกทลายเหมือนบ้านเป็นโนกซับปรับเตี้ยวถาบองลื้อเกกซับขเนียถาเกจับตุกเตอสำหรับบัดเฮยลื้อโนในใจเพลียมเตียวก็สตูหลังต้วนยุ่มเฮยก็เรียบรอบถาอ้าวปลอดไทยปนเอ้ยเป็นนี้เตอเฮยซ้ำปนเลยบ้านโยนมุกบองเชียเรียงรอหดเฮยปนสดายเอ้ยแสนสดายมันกู้ไหลปลอดไทยหมกพ่องขล้วนดอกไซอย่างในเต้บองเอ้ยเป็นนี้บองยกประตปีเจียปุกเนยยกเมฆปปอกเจียปีด้านป้อนมันสมันดอกซอเต้นักคล้ายเตยเจียอย่างนี้บองเอ้ยบ้ามาเลยเตยหายป้อนสุกไส้ตามบองเตยประสาเชียงรูเนอขมิ้นกระไดสับเต้อ้าวเนี่ยหมายเอ้ยก้นมันอ้ายตรอมรูเนอบานต่อเตยเต้หมายเอ้ยบาก้นรูเนอไม้กรอนบ้านหายรอบรอก้นหมายถามีนทอไม่ตาจุปุก้นได้เป็นนี่ไม้มันโดยหมุนเต้ปลุกแต่โกนมันตามไม้ก้า10,000 งวนไม้ใบchỉ chất chở lại miếng cái đầy người ta tiệt hơi mày ơi côn sồm lia mày sập ngày này cho pruth hạ côn mình ai cả chỉ mỗi 10,000 ngวนbàn tê số máy đỏ sai nằng kỳ choในยัยเรียบรอบชอบหายเตี๋ยวก็ปรับอ้อยโหนโยกกับมัดสลาอ้อยเนียงหอยเนียงก็เลิกได้ประนอมบงก้มดอกประก้นรัตนตรัยคนประปดคนประท้อคนประสองนั่งเทวดาแตงประใบตึกสมช่วยแหละกำบังรุกเนียงหนึ่งโหนกำอ้อยเมียนเกจับอารมณ์จมปูเนียงอ้อยซอประล้ำสร้างเตี๋ยวหนึ่งโหนน้อมขเนียจะเจ้งเต๋อโดยขมิ้นหน้าจับอารมณ์เนียงเลยเนียงน้อมขเนียรถเจนปีพุ่มเตเวียสายหอยเกาะบ้านจูบขมิ้นฟิลโกมิกรมเนียงบอยใดให้ขมิ้นอ้อยหมกจัดหอยในยัยปรับถาอ้อยขมิ้นเตวิงเตเตี้ยกาเป้ได้เกกำปงสีพักอ้อยล้างเฉียงถาโลกตาจะต้มสดับขยมราโลกกาหนนาเตียวตรึกไซสลับมูลขเนียใบในขนมเปรย์สลับต่างปีทั้งไงประไหลต้มเตียวได้ประดามขมิ้นรุ่ยหายก็เอาเชียนขมิ้นเปะรุ่ยหนอมโนรถสมได้เตอรอกโป้เจิงกาลร้อนแต่เคยขมอยตุ่มดิสลับสดกสดังกรอมด้ามโปเพลียมเตียวสลัดสลองอสมาระไดเนียงปรักล้วนเก่งกายใบต้มรุ่ยหายก็ยกกับบัดสลาบมปงกอเนียงก็นักชอสลับเพลียมเตอทั้งใบเนี่ยตุ่มเตียวหนึ่งโหนมูลขเนียได้สลับกรอมด้ามโปเมื่อเตอกูอ้อยสังเวนะต้มสลับโดยเกจะกับโดยขมิ้นก้าจำนมจำเรียจำไนเตียวหนึ่งโหนน้อมขเนียสลับปลุกแต่สมะสมอจำปูตุ่มนี่ยี่ปีขมิ้นฟิลโกแต่งหนุบ้านแต่ดอกแต่กาเคยพิวกุมป้องสีผักจุ่มขเนียวิยบ้านหลังช่อเหลือตกหอยสไลด์เฉียงโดยเดือดเตี้ยวบานปรับขมิ้นจันลอnhiệt mật nở si phật tì nốt class đáp bán tùm lẹ chan ngợp chó class tiết đáp mình toán bán có áo khmei nốt chèn chỉ mấy mà đòn tiệt khmei nốt có sai mà đòn tiệt hạ ở lốp cha tôm đáp khìm ra ta ban nổ na một ca bật tiêu nừng nổ từ sai chỉ mùi tôm bật từ hơi nô con tại khmei này dây chắp liềm tiếng óc khné có cho lò lá class đôi chia mình chứa sầm đầy khmei class non khné rụt rộp tiêu cột cần lót cần liệt kiên cọc nòng testปนแต่อารมณ์เคยซอจำได้มาได้เตี่ยวขังบนโต๊ะเก๋ไอ้รอเขียถามันเจ๊จุยเมื่อโกนเตี่ยวพองยัดมัดปลอดใสไม่จะบานฉลอยถาปุกย้อมเคยเนี้ยงได้แต่สู้แต่เนี้ยงถาเตะบอดเชิงเท่ามาได้มนุษย์กรุบรุกมันได้เมียนหน้าขอดเต้เรื่องหนังนุจำได้เย่ก่ออันจังได้ดังหอยถักไม่เวียเฉียมเรียวให้โดยมาได้ก่อนเนื้อแต่เรียบกาเวียเตียดบากรุบขเนียบันดังหอยถาเตียวบ้านกาตั้งปิดง่ายได้ประอ้องปลอบในหอยนุลือเย็นมันบองโอ้ในยัยเดือดชนมาได้นักสระนอดอกเตี้ยวเชียเป็นลึกกอดในยัยรออูมันแหน่หินถาเอาโกนเอ้ยมาได้เนี่ยกัดถาอ้อยโกนเตะเก้ปลุกถาอจูนเหมือนงวนเกเมียนอมนายคลังคลานะห้อยไทม์แต่งเมียนปลอบโฮเหียติดพองมาได้ข้อมโยกเครื่องประดับประดาจีจุ่มนุ่นอ้อยโกน
តែងកាយគិតថាស្មានបានល្អតែពេលនេះកូនបែរទៅជាស្លាប់សោះសូន្យទុកតែគ្រឿងប្រដាប់នៅគ្រប់ទាំងអស់ម្ដាយទាវគាត់និយាយរៀបរាប់តែម្នាក់ឯងគាត់កាត់ទុកតែម្នាក់ឯងនឹងហៅនរណាមកជួយក៏មិនបានគាត់ចេះតែដើរហៅអ្នកនោះបន្តិចអ្នកនេះបន្តិចចំណែកភ្ញៀវដែលចូលមករួមការលុះឃើញដូច្នោះក៏នាំគ្នារត់ចេញនាំគ្នានាំចៅត្រឡប់ទៅផ្ទះវិញជាប្រញាប់ព្រោះខ្លាចលោកអជួនខឹងយកទោសដូចទុំចំណែកអជួននឹងមើលងួនជាកូនដោយចង់ដឹងពីការពិតក៏នាំគ្នាទៅពោជើងខាលុះទៅដល់ហើយក៏បានឃើញពិតថាទុំនឹងទាវនឹងណូមកស្លាប់រួមគ្នាពិតដូចក្មេងនិយាយមែនលោកអជួនបំរុងថាឲ្យគេយកខ្មោចទុំបំរុងថាទៅកប់ឲ្យចិត្តតែនឹងសង្ស័យនឹងផាហុំដែលរុំជាប់ទុំគេស្រាយផាហុំមើស្រាប់តែអជួនភ័យស្ទើរលួសប្រលឹងព្រោះលោកស្គាល់ជាក់ថាជាព្រះរាជបន្ទូលរបស់ព្រះមហាក្សត្រលុះអានបន្ទូលរបស់ព្រះអង្គរួចហើយក៏ប្រញាប់ត្រឡប់មកផ្ទះហើយឲ្យហៅម្ដាយទាវមកជួបគាត់បានបន្តម្ដាយទាវដោយពាក្យមិនគួរក៏បីថាកញ្ចាស់ឯងនេះហ៊ានហួសនិស័យឬមួយក៏ឃើញទ្រព្យសម្បត្តិរបស់យើងឈប់ស្លេះពីរឿងម្ដាយទាវនិងអជួនត្រឹមនេះសិនយើងបែរមកមើលពញាពេជ្រវិញម្ដងបន្ទាប់ពីបានឃើញហេតុការណ៍ដ៏គួរឲ្យរន្ធត់នោះមកពេជ្រក៏បានរត់ទៅពួនសង្ងំក្នុងព្រៃព្រោះខ្លាចបារមីអជួននិងកូនតាមចាប់ខ្លួនធ្វើបាបទៀតពេជ្រខំដើរកាត់ព្រៃម្នាក់ឯងរហូតដល់កន្លែងចតទូកចុះចតស្រេចបាច់ហើយពេជ្របានប្រាប់ពួកគេឲ្យរត់រះចេញដំណើរពេជ្រប្រាស់ខ្លួនដេកលើទូកយកដៃកងថ្ងាសនឹកឃើញដល់ទុំពេជ្រពោលម្នាក់ឯងថាអោបងទុំអើយពេលនេះប្អូនសូមលាបងសិនហើយបងអើយយើងធ្លាប់រស់នៅជាមួយគ្នាមិនដែលបែកបាក់សោះតាំងពីនៅវត្តវិហារធំក៏នៅជាមួយគ្នារហូតដល់ប្រឡងចំនេះនៅរាជវាំងក៏ទៅជាមួយគ្នាទៀតយើងមិនដែលបែកគ្នាសោះសូម្បីតែពាក្យសម្ដីក៏មិនដែលទាស់ប្រកែកគ្នាដែរតែពេលនេះបងបែកពីប្អូនហើយគ្មានថ្ងៃនឹងជួបគ្នាវិញទេបងអើយសូមប្រលឹងបងទៅកាន់សុគតិភពចុះចាំជាតិក្រោយចាំយើងជួបគ្នាទៀតទូកចេះតែលឿនលយទៅមុខជានិច្ចឥតមានឈានឈប់បងអង្គឡើយរយៈពេលប្រមាណថ្ងៃក្រោយមកទូកក៏មកចតដល់កំពង់គឺដល់ពេលថ្ងៃរៀបលិចអ្នកធ្វើដំណើរជាមួយពេជ្រខ្លះក៏លាគ្នាត្រឡប់ទៅផ្ទះរៀងៗខ្លួនចំណែកអ្នកនៅទីវាំងវិញខ្លះក៏មកសួរសុខទុក្ខពីការធ្វើដំណើរទៅត្បូងឃ្មុំហើយក៏បានដឹងថាទុំត្រូវស្លាប់ដោយអជួនសម្លាប់ហើយចំណែកពេជ្របន្ទាប់ពីរៀបចំប្រដាប់ប្រដាទុកដាក់រួចគេក៏ប្រញាប់ចូលគាល់ព្រះមហាក្សត្រពេជ្របានទូលរៀបរាប់រឿងទុំដែលត្រូវចាវាយស្រុកអជួននិងកូនឲ្យគេយកទៅសម្លាប់ក្នុងនោះក៏មានទាវនិងណូទៅស្លាប់ជាមួយគ្នាដែរព្រះអង្គទ្រង់សម្ដាប់រឿងទុំនិងទាវហើយទ្រង់ខ្ញាល់នឹងអជួនទ្រង់មានបន្ទូលយ៉ាងម៉ត់ថាអាចោអជួនចិត្តអប្រិយហ៊ានរឹតតតឹងហែកបន្ទូលយើងចោលផងទោះអាសមឯងស្ងោទាំងរស់ទៅផ្សំទ្រង់បានត្រាស់ឲ្យរៀបចំក្រុមកំភ្លើងនិងត្រាស់ឲ្យប្រមូលក្រុមកុងសីអុកញ៉ាចក្រីក្រឡាហោមក្តីឲ្យប្រជុំគ្នារៀបចំចេញដំណើរទៅត្បូងឃ្មុំនៅព្រឹកស្អែកនេះហើយលុះព្រឹកព្រៀងភ្លឺស្វាងហើយមុននឹងចេញដំណើរព្រះអង្គផ្ដាំមហេសីក្រុមសេនាបតីឲ្យមើលថែរក្សារាជវាំងត្បិតព្រះអង្គទ្រង់ចេញទៅតែប៉ុន្មានថ្ងៃប៉ុណ្ណោះផ្ដាំរួចហើយទ្រង់ក៏ចេញដំណើរទៅភ្លាមធ្វើដំណើរតាមដងទន្លេព្រះអង្គតតទេសភាពដែលមានហូរហែឥតដាច់ទ្រង់មានស្រីស្នំចាំគាល់បម្រើព្រះអង្គជានិច្ចប៉ុន្តែចំពោះព្រះតីព្រះអង្គវិញទ្រង់មិនស្ងប់សោះពេលផ្ទុំព្រះអង្គទ្រង់នឹកស្រណោះដល់មើលឯកមិនគួរណាឡើយមកសិនខ្សែប្រត់ចាក់ព្រះអង្គសោះ2-3ថ្ងៃក្រោយមកនាវារបស់ព្រះអង្គក៏បានដល់ស្រុកត្បូងឃ្មុំព្រះអង្គទ្រង់ដាក់ទាហានឲ្យទៅផ្ទះអជួនជាមិនទាន់គ្រាន់តែឃើញរាជបម្រើភ្លាមចាវាយស្រុកអជួនភ័យស្ទើរលួសប្រលឹងគិតថាព្រះអង្គពិតជាមកយកទោសខ្លួនជាមិនខានចំណែកទាហានរាជបម្រើក៏បានអានរាជបន្ទូលព្រះអង្គប្រាប់ដល់អជួនថាត្បិតព្រះអង្គទ្រង់ចង់តតមើលភូមិស្ថានត្រាស់បញ្ជាឲ្យធ្វើផ្លូវថ្នល់និងរៀបចំឲ្យមានសណ្ដាប់ធ្នាប់អានរាជបន្ទូលចប់ទាហានក៏លាចាវាយស្រុកត្រឡប់ទៅវិញលោកអជួនគិតគ្នានឹងប្រពន្ធកូនថាបងគិតថាព្រះអង្គប្រកាសជាមិនលើកលែងទោសឲ្យបងទេព្រោះថាព្រះអង្គគិតថាយើងនេះហ៊ានហែកបន្ទូលព្រះអង្គចោល
ហើយប្រហែលជាមិនត្រឹមតែបងម្នាក់ទៀតក៏មិនដឹងចៅហ្វាយស្រុកអជូនបានដើរប្រមូលអស់ប្រជារាស្ត្រឲ្យជួយកាប់ឆ្ការព្រៃលើកផ្លូវថ្នល់ដើម្បីឲ្យព្រះអង្គងាយស្រួលក្នុងការយាងតតភូមិឋានលុះរៀបចំរួចស្រេចបាច់ហើយក៏នាំកូនប្រពន្ធនិងប្រជារាស្ត្រជាច្រើនទៅគាល់ស្ដេចដោយយកទាំងត្រីសាច់នំនែកចំណីចំណុកជាច្រើនទៅថ្វាយផងដោយគិតថាក្រែងព្រះអង្គមិនយកទៅខ្លួនគ្រាន់តែតតឃើញអរជូនទៅដល់ភ្លាមព្រះអង្គរាមាទ្រង់ខ្ញាល់យ៉ាងខ្លាំងទ្រង់មិនចង់ឲ្យអរជូនត្រឡប់ទៅវិញទេព្រះអង្គទ្រង់បញ្ជាឲ្យក្រុមទាហានកងសីអង្គញាចក្រីបើកការជំនុំកាត់ក្តីភ្លាមដោយគ្មានការយោគយល់អ្វីឡើយកងសីម្នាក់ក្នុងចំណោមនោះបាននិយាយថានេះមិនត្រឹមតែអរជូនម្នាក់ទេទាំងម្ដាយទាវនិងញាតិមិត្តទាំង7សន្តានក៏ត្រូវទទួលទោសដែរព្រោះបានប្រមូលគំនិតគ្នាប្រព្រឹត្តរឿងបែបនេះបន្ទាប់ពីបានពិភាក្សាគ្នារួចហើយក្រុមកងសីនិងអង្គញាចក្រីនិងទាហានបានកាត់ទោសថាអ្នកទោសធ្ងន់ត្រូវស្ងោរទាំងរស់អ្នកស្រាលត្រូវជីករណ្ដៅក្របខ្លួននិងយករនាស់ដាច់រស់សេចក្តីនេះរៀបចំហើយក៏យកថ្វាយព្រះមហាក្សត្រទតព្រះអង្គទតរួចហើយទ្រង់ត្រាស់ថាថ្ងៃស្អែកព្រឹកព្រហៀមរៀបចំកន្លែងកាត់ទោសចុះគួរឲ្យអនិច្ចាដល់គ្រួសារអង្គញាអរជូននិងគ្រួសារម្ដាយទាវ7សន្តានត្រូវកាត់ទោសដោយកប់ដីហើយរស់និងរនាស់ខ្លះទៀតត្រូវស្ងោរទាំងរស់នេះជារឿងគួរឲ្យរន្ធត់និងគួរឲ្យចងចាំទុកណាស់សម្រាប់យុវវ័យជំនាន់ក្រោយមិនគួរឡើយយកតម្រាប់តាមគំរូទាំងនេះទេបន្ទាប់ពីបានរួចរាល់ការងារហើយព្រះមហាក្សត្រទ្រង់យាងត្រឡប់ទៅរាជវាំងលង្វែកវិញដោយមានមន្ត្រីកុងសីអង្គញាចក្រីទាហានហាយហោមទៅជាមួយផងរឿងទុំទាវចាប់ដោយបរិបូរតែប៉ុណ្ណេះឯង